mấy bạn dân trâu phơi tiên vậy nhầm mấy bạn chỉ bảo ông ở dân trâu phơi tiên cả phơi tiên đấy cứ chỉ mê riêng mũi đo bị sạch xong bây được không ba là mấy tiền đọc á vô cả phơi tiên nó chỉ thông nè út tiền họ thả dân miền lưới mà mơn riêng ngày nắng dân bồng rong tính ở óc mà mơn riêng nó đậm ấy pizza luôn này nè dân tôi đã đọc tầm một con pi con chính chạy đòn nhẹ đợt tí ở cái ban pizza phóng dân nơi thì chạy nhẹ đợt tí của ban sĩ đây sọc đây xá giờ nè ai chạy nó chạy cặp bên nó sọc một tí tệ tay nhận nhôm sọc thì môi khơi cái ban xua nó nó chưa sọc đây nhỉ nhấm á chẳng lên đấy mình đã biết bày prọm nè hay nè ọt mấy nó bẹ lại cặp hiệp ấy chứ lành si đầm nạ nhỉ chứ và mình cho môi đó nè mô ta sập hẹp của vẹn tàu arahato sama sambuddhassa nè mô ta sập hẹp của vẹn tàu arahato sama sambuddhassa nè mô ta sập hẹp của vẹn tàu arahato sama sambuddhassa Sôm Nam Asaka Thầy Băng Cung Trung Quốcព្រះអរហន្តធម្មនីសម្មាសម្ពុទ្ធព្រះអង្គនោះដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះសូមនមស្ការចំពោះព្រះធម៌ដែលជានិយានិកធម៌ដល់ប្រសើរពងពោះមួយលើដោយការនមស្ការចំពោះព្រះសង្ឃដែលជាសង្ឃសាវកនៃព្រះរាមាប្រភាគ្រប់ការទាំងពួងសូមពរនៅសេចក្តីគោរពរាប់អានចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គប៉ុន្តែនៅក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីដែលដោយផ្ដើមឡើងដោយអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសបានស្រស់ស្រួលមូលមតិគ្នាជាឯកច្ឆន្ទប្រកបធ្វើបុណ្យកឋិនសាមគ្គីក្នុងវត្តសុធម្មាព្រែកក្រូចឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងដើម្បីវេប្រគេនព្រះសង្ឃដែលគង់ចាំប្រវត្តិសាអស់ត្រីមាសក្នុងអារាមវត្តព្រែកក្រូចនេះហើយកម្មវិធីបុណ្យបានប្រកបធ្វើឡើងនៅថ្ងៃសៅរ៍ទី20ខែវិច្ឆិកាឆ្នាំ2010ត្រូវនឹងថ្ងៃ14កើតខែកដឹកឆ្នាំខាលទសពុទ្ធសករាជ2554ម៉ោង4រសៀលជួបជុំពុទ្ធបរិស័ទប្រកបនមស្ការព្រះរតនត្រ័យសមាទានសិលចម្រើនព្រះបដិទ្ធព្រឹកនេះគឺថ្ងៃពេញបរមីជាថ្ងៃចុងក្រោយនៃកឋិនទានថ្ងៃទី21ខែវិច្ឆិកាម៉ោង6ព្រឹកប្រគេនយគូប្រសង់ឥឡូវនេះម៉ោង8ខ្ញុំកណ្ដាលស្មារតីបានឱកាសសម្ដែងព្រះធម៌សំគួរដល់នៅពេលវេលារួចទៅម៉ោង9មានពិធីដាក់បាតប្រសង់ម៉ោង10វេផតតាហាប្រគេនប្រសង់ម៉ោង11អញ្ជើញភ្ញៀវពិសាភោជនាហារម៉ោង1រសៀលធ្វើពិធីដង្ហែអង្គកឋិនទាននៅក្នុងវត្តសុធម្មានេះនឹងញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាក៏បានដឹងសពគ្រប់ហើយពីកម្មវិធីដែលត្រូវធ្វើយ៉ាងណានោះណាហើយសម្រាប់រដូវកាលកឋិនទានជាថ្ងៃចុងក្រោយហើយទេសនាកឋិនហ្នឹងក៏ទេសចុងក្រោយថ្ងៃហ្នឹងដែរសម្រាប់កឋិនឆ្នាំហ្នឹងវត្តហ្នឹងក៏ក្រេចុងក្រោយរបស់អាត្មាដែរណារយៈកាល1ខែមកនឹងធ្វើត្បិតថាដាក់ថ្ងៃកឋិនហ្នឹងក្រោយគេប៉ុន្តែមិនប្រកាសថាបុណ្យនឹងតិចជាងគេទេដូចភ្លៀងចឹងដែរភ្លៀងឆ្នាំខ្លះច្រើនដើមឆ្នាំភ្លៀងឆ្នាំខ្លះជន់ចុងឆ្នាំដែរបុណ្យកុសលដូចគ្នាចឹងដែរគ្រាន់តែថាដាក់ថ្ងៃកំណត់ក្រោយគេប៉ុន្តែពុព្វចេតនានោះក៏អាចមានច្រើនតាំងពីដើមមកណារយៈកាលនៃបុណ្យកឋិនហ្នឹងគឺមានដល់ទៅ1ខែ
ញាតិញោមដើរបានច្រើនវត្តទេណាគ្រប់គ្នាដើរបានច្រើនវត្តទេច្រើនហ្នឹងអត់មានប្រកាន់ថាធ្វើតែមួយវត្តទេហ្នឹងគឺថារឿងក្នុងមួយវត្តធ្វើកឋិនបានម្ដងហ្នឹងអាហ្នឹងរឿងប្រសង់ទេប្រសង់ដែលលោកគង់ចាំប្រវត្តិសាស្ត្រនៅក្នុងទីណាលោកអាចទទួលក្រាលគ្រងបានតែម្ដងប៉ុន្តែញាតិញោមក្នុងមួយឆ្នាំហ្នឹងធ្វើច្រើនដងបានណាតាមវត្តអារាមផ្សេងគ្នាអញ្ចឹងទៅចង់ធ្វើ30ថ្ងៃហ្នឹងគ្រប់តែថ្ងៃក៏បានតាមលទ្ធភាពដែលអាចធ្វើទៅបានហ្នឹងអញ្ចឹងហើយអត់មានអ្នកណាហាមមិនឲ្យមកវត្តឬក៏មិនឲ្យទៅវត្តទេណាញាតិញោមមានទៅវត្តឯគេផាកពីនៃឯសពថ្ងៃអត់ទេហ្នឹងអត់ទេអត់មានអ្នកណាហាមមិនឲ្យទៅធ្វើបុណ្យទេវាណាស់តែខ្លួនឯងទេហាមខ្លួនឯងនោះតែថាច្បាប់ទម្លាប់ប្រទេសជាតិយើងនឹងអត់មានហាមមិនឲ្យយើងធ្វើទេមានប្រកាសជូនដំណឹងដាក់ក្នុង calendar ក្នុងប្រតិទិននឹងប្រាប់ថាខែនេះខែអីថ្ងៃនេះថ្ងៃសិលអីហ្នឹងគេប្រាប់ទៀតផងវាណាស់តែយើងទេចិត្តតែភ្លេចថ្ងៃសិលទៅណាអញ្ចឹងរយៈកាលដែលយើងរស់នៅនេះជាមួយនឹងបុណ្យកុសលដែលត្រូវបំពេញមិនមានអ្នកណាហាមទេចាប្រឡូកគេយកទៅដាក់ក្នុងទ្រុងវាចង់ចេញទៅក្រៅដែរតែគេមិនឲ្យចេញទៅវាមិនទៅហ្នឹងមិនមែនវាចង់នៅទេមកពីគេមិនឲ្យទៅវាចង់ហើទៅកំសាន្តនៅក្នុងព្រៃចាប្រឡូកឬក៏ត្រីដែលដាក់ក្នុងកែវហ្នឹងវាមិនមែនសបាយអីនឹងកែវទឹកតូចមួយដែលគេដាក់ទេញាតិញោមពុទ្ធបរិស័ទហ្នឹងអត់មានអ្នកណាដាក់ទ្រុងទេរងថ្ងៃនេះវាលេងតែយើងត្រូវធ្វើអំពើខុសឆ្គងធំទៅគេចាប់ដាក់ទ្រុងអាហ្នឹងក៏មានប៉ុន្តែគាត់ថាមិនដាច់សិលមិនប្រព្រឹត្តខុសខាតសិលធម៌អីទេគ្មានអ្នកណាដាក់ទេវាណាស់តែខ្លួនឯងដាក់ខ្លួនឯងដែលដាក់ទ្រុងខ្លួនឯងទេដាក់នៅណាណាដាក់នៅណាដាក់នៅណាដាក់ទៅអាដាក់នៅណាក៏បានដែរប៉ុន្តែក្នុងគណៈដែលថាយើងបំពេញកុសលអត់កើតហ្នឹងអាហ្នឹងត្រូវដឹងថាជាប់ទ្រុងហើយទ្រុងអីមិនដឹងទេទ្រុងលោភៈក៏មិនដឹងទ្រុងមោហៈក៏មិនដឹងទ្រុងផ្ទះហ្នឹងក៏មិនដឹងដែរណាសិតតែរឿងជាប់ចឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទអញ្ជើញមកនេះមានធัวជាអធិបតីបានអាចមកបានជួនកាលមកដោយឆន្ទៈមានបំណងថានឹងត្រូវមកព្រឹកហ្នឹងរវល់យ៉ាងណាក៏ត្រូវមកព្រោះចង់មានចង់ឯងមុនមកមានចង់មកទេហ្នឹងហើយបើអត់ចង់អត់មកទេហ្នឹងហើយណាអញ្ចឹងឆន្ទៈហ្នឹងទៅជាអធិបតីហៅថាឆន្ទាធិបតីណានៅក្នុងធัวហ្នឹងវាមានអញ្ចឹងទៅជួនកាលចិត្តដូចជាមិនសូវចង់ដែរតែនៅតែមកមានអញ្ចឹងទេមានជួនកាលមិនចង់មកប្រហែលដែរទេប៉ុន្តែគ្រាន់តែវត្តទៅហើយបើមកវាមិនកើតហ្នឹងហើយត្រូវតែមកអាហ្នឹងវាចូលទៅនៅក្នុងរឿងមួយទៀតទៅជាវិរិយៈសេចក្តីព្យាយាមឃើញទេវិញ្ញាធិបតីទាំងអស់4ហ្នឹងតើត្រូវតែព្យាយាមឲ្យបានចិត្តហ្នឹងគិតថាមិនចង់ក៏ដោយប៉ុន្តែដើម្បីជំនះអាចិត្តខ្ជិលហ្នឹងគឺត្រូវតែមកហ្នឹងមានសេចក្តីព្យាយាមព្យាយាមជាងកាលព្យាយាមហ្នឹងក៏មិនសូវខ្លាំងឆន្ទៈហ្នឹងក៏មិនសូវខ្លាំងប៉ុន្តែមានចិត្តតការយកចិត្តទុកដាក់ណាការងារហ្នឹងវាមិនចេះធ្វើដូចថាមិនអស់ពីសមត្ថភាពដោយដូចថាសោះតែនឹងខាងហ្នឹងចេះធ្វើទេគឺថាធ្វើអីតែងតែធ្វើឲ្យម៉ត់ចត់បើថាធ្វើបុណ្យកឋិនធ្វើដល់តែចប់យកចិត្តទុកដាក់ខ្លាចបុណ្យហ្នឹងវាមិនល្អឃើញទេខ្លាចការរៀបចំក្នុងពិធីបុណ្យហ្នឹងវាមិនសូវបានល្អអញ្ចឹងទៅក៏មកជួយរៀបចំក្នុងកម្មវិធីបុណ្យហ្នឹងទៅអាហ្នឹងប្រពយកអាការត្រឹមត្រូវហ្នឹងជាហេតុអាហ្នឹងហៅថាចិត្តតការយកចិត្តទុកដាក់មិនមើលនឹងភ្នែកឃើញទេមានអញ្ចឹងទេមានទេមានបើថាចង់មកមិនសូវចង់ទេណាប៉ុន្តែនៅតែមកបានដោយសារមនុស្សមិនចេះមើលនឹងភ្នែកចេះជួយទុក្ខរៈអ្នកដទៃខ្លាចអ្នកដទៃនឹងលំបាកអញ្ចឹងទៅក៏មកជួយណាមកនឹងមិននៅស្ងៀមទេមិនអង្គុយអេះតែក្បាលពោះចោលទេណាមកឃើញតាណាមិនសមឃើញសម្រាមឃើញអីបោក
ត្រីនឹងរៀបបានស្អាតជួយចឹងទៅអាហ្នឹងជាលក្ខណៈជួយយកចិត្តទុកដាក់ហ្នឹងមកនឹកឃើញដល់ពេលកឋិនទានហ្នឹងត្រូវមកហ្នឹងហើយមួយទៀតចិត្តចង់ក៏មិនសូវចង់ព្យាយាមក៏មិនសូវប្រកែការយកចិត្តទុកដាក់ហ្នឹងក៏មិនសូវទេប៉ុន្តែមានបញ្ញាហៅថាវិមង្សានោះវិមង្សាហ្នឹងការយល់ដឹងត្រឹមត្រូវយល់ដឹងថាម៉េចទេកឋិនទានមានរដូវកាលតែមួយខែក្នុងមួយឆ្នាំវាចាំឆ្នាំក្រោយលោកតែអញរស់វាមិនដល់ឆ្នាំក្រោយងាប់កដាលឆ្នាំនោះលែងបានធ្វើកឋិនហ្នឹងឃើញជីវិតមិនទៀងឃើញអ្នកធ្វើនឹងក៏មិនទៀងខ្លួនឯងក៏មិនទៀងទ្រព្យសម្បត្តិក៏មិនទៀងអញ្ចឹងត្រូវតែធ្វើឲ្យហើយការមកដោយយល់ដឹងអញ្ចឹងអាហ្នឹងមកដោយបញ្ញាមានអញ្ចឹងទេមានទេហ្នឹងហើយដូច្នេះទាំង4នេះព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គត្រាស់ថាជាធម៌ដែលធ្វើឲ្យបានសម្រេចមិនថាការងារចិញ្ចឹមជីវិតឬក៏ការសិក្សាឬក៏ការធ្វើអីមួយក៏ដោយណាដល់ហុចទៅសូម្បីតែដឹងកូនទេក៏ដោយតែมันមានអតិបត្តិហ្នឹងតែដឹងអត់បានទេគ្រាន់តែចង់ប៉ុនអត់ទៅបានទេបានទេហ្នឹងយ៉ាងណាមិញការងារសិក្សាក៏អញ្ចឹងទៅសាលារៀនមិនមែនតតែចង់បានទៅទេថ្ងៃខ្លះក៏វាខ្ជិលប៉ុន្តែមានសេចក្តីព្យាយាមណាប៉ុន្តែញាតិញោមអាចសម្រេចបាននៅធម៌ណាមួយជាអធិបតីទៅបានដោយសារធម៌នឹងវាមាននៅក្នុងចិត្តញាតិញោមគ្រប់ទាំង4ហ្នឹងប៉ុន្តែជួនកាលមួយណាខ្លាំងមួយណាខ្សោយអញ្ចឹងទៅជួនកាលមកដោយសារមានឆន្ទៈហ្នឹងធំជាងគេជួនកាលមកដោយមានវិរិយៈហ្នឹងធំជាងគេជួនកាលមកដោយចិត្តៈជួនកាលមកដោយបញ្ញាប៉ុន្តែធម៌ទាំង4ហ្នឹងនៅណាថាធម៌ទាំង4ហ្នឹងនៅក្នុងចិត្តញាតិញោមរួចហើយមានហើយមិនមែនថាអត់មានទេប៉ុន្តែគ្រាន់ថាថ្ងៃខ្លះវាខ្លាំងថ្ងៃខ្លះវាអស់កម្លាំងដែរណាមានសទ្ធាជាធัวនឹងដឹកមុខផងនៅក្នុងសោបនៈធัวទាំងឡាយព្រះអង្គសម្ដែងអំពីសទ្ធានឹងគឺជាប្រធាននៃធัวទាំងពួងមានកម្លាំងខ្លាំងណាស់សទ្ធាណាលោកព្រាបដូចជាមេតបចឹងមេតបដែលឆ្លាតមេតបដែលមានកម្លាំងដឹកនាំកូនតបឆ្លងព្រៃឆ្លងស្ទឹងដើម្បីទៅប្រយុទ្ធតែហាក់ដូចជាត្រើយមកខាងស្ទឹងត្រូវឆ្លងទៅត្រើយមកខាងស្ទឹងក្នុងស្ទឹងវាមានកពើវាមានត្រីកាចអញ្ចឹងបើឲ្យកូនតាហ៊ាននឹងឆែកឆ្លងទៅត្រីកពើនឹងខាំកូនតាហ៊ានរបួសអស់អញ្ចឹងទេមេតបនឹងចេះវេទមន្តពិសេសខ្សែមុនអាគង់ទៅលោតចុះទៅក្នុងស្ទឹងហ្នឹងទៅកាប់សัตว์កាប់កពើនឹងមកអស់បានឲ្យកូនតាហ៊ាននឹងឆ្លងទៅរួចយ៉ាងណាញាតិញោមពុទ្ធបរិស័ទមកហ្នឹងក៏មានសទ្ធានឹងជាមេតបជូនមកហើយបានច្បាំងអីខ្លះមានបានសម្លាប់កពើក្នុងទឹកអីមកហ្នឹងហ៎មានបានសម្លាប់អីសម្លាប់ស្អីកពើហ្នឹងគឺកិលេសក្នុងចិត្តហ្នឹងណាតាមថាថ្ងៃហ្នឹងត្រូវនៅមើលចៅទេចៅហ្នឹងដូចកពើអញ្ចឹងប៉ុន្តែសម្លាប់ចិត្តដែលជាប់ជាមួយចៅរួចហើយបានមកហ្នឹងមែនឬមែនហើយទាំងអស់គ្នាដែលមកហ្នឹងសិតតែតំណេអត់មានការងារអីទេអត់មានការងារអីទេមានហ្នឹងប៉ុន្តែនៅតែមករួចហើយក៏មិនឃើញក្រជាងអ្នកអត់មកឯណាផងណោះដូចអ្នកខ្លះហ្នឹងតែដៀងអ្នកធ្វើបុណ្យណោះពួកអ្នកហែកឋិនហ្នឹងសើពួកអ្នកជុញលុយហ្នឹងណាវាសបោលុយពេកវាគ្មានកន្លែងទុកដាក់វាហែទុកដាក់វត្តអាហ្នឹងថាដោយមិនមានសទ្ធាប៉ុន្តែគេថាគេចាយលុយមិនអត់ប្រយោជន៍ទេគេយកលុយបញ្ជូនទៅដាក់បារគេបញ្ជូនលុយទៅដាក់រាំងកសាលអ្នកខ្លះហ្នឹងចូលរាំងកសាលចូលកន្លែងបារបនអីហ្នឹងមកយកអស់$1000-2000គេថាជីវិតគេមានន័យអីហើយយើងថាអត់ទេប៉ុន្តែគេថាមានហ្នឹងអញ្ចឹងការធ្វើបុណ្យកុសលបានមិនមែនលើមានទ្រព្យឬមិនមានទ្រព្យជាសំខាន់ទេសំខាន់គឺមានអាក្នុងសិនអាក្នុងហ្នឹងស្អីគឺសត្វអីសត្វជ្រូកឯសត្វមាន់សទ្ធាហ្នឹងហើយយើងកុំទៅជាមួយរឿងធ្វើបុណ្យនឹងទ្រព្យសម្បត្តិព្រះអង្គសម្ដែងចេះញាតិញោមព្រះអង្គសម្ដែងថាបុគ្គលមានធនធានច្រើនគួរធ្វើតាមច្រើនមានមធ្យមគួរធ្វើតាមមធ្យមមានទ្រព្យតិចគួរធ្វើតាមតិចតែថាមានហើយមិនធ្វើនោះមិនសមទេមិនគួរទេ
ព្រះអង្គអត់មានបង្ខំថាអ្នកមធ្យមត្រូវធ្វើឲ្យច្រើនដូចអ្នកមានចឹងអ្នកក្រត្រូវចូលឲ្យច្រើនដូចអ្នកមានចឹងព្រះអង្គមានថាចឹងទេមានទេព្រះអង្គអត់មានថាអញ្ចឹងទេយ៉ាងណាសិទ្ធិសេរីភាពយើងធ្វើតាមការយល់ដឹងតាមសេចក្តីជ្រះថ្លាមិនបានយើងត្រូវធ្វើទានញាតិញោមមិនបានជាព្រះអង្គឲ្យយើងត្រូវធ្វើទានការធ្វើទាននេះគឺជាមេរៀនមួយដ៏ពិសេសសូម្បីនៅក្នុងបារមីទាំង10យកការធ្វើទាននឹងជាធំណាឧទាហរណ៍ថាយើងមានលុយ 10000 រៀលថ្ងៃហ្នឹងយើងបំរុងទិញឲ្យអស់ 10000 រៀលហ្នឹងដើម្បីពិសាខ្លួនឯងណាយើងគ្រាន់តែដកតែ 1000 2000ចេញចែកដល់អ្នកដទៃឲ្យគេបានពិសាផងយើងនៅតែឆ្អែតអ្នកដទៃក៏បានសេចក្តីសុខដោយសារយើងណែអាចឆ្អែតនឹងឆ្អែតកាពះនឹងសុខបន្តិចទេតែញាតិញោមសុខជាមួយឃើញគេបានស្រួលនោះអានឹងជាសុខដេកញញឹមណាចឹងមែនទេមិនតែពី3គ្រាប់ហ្នឹងហើយអ្នកអត់មែនហ្នឹងបែរអត់ឯកភាពឯងខ្ជិលអញស៊ីតំណាក់អញខ្ជិលបើមិនជាមួយហ្នឹងសេចក្តីល្អដែលយើងធ្វើណាអ្នកមានក៏ដោយអ្នកក្រក៏ដោយប្រើប្រាស់ទ្រព្យសម្បត្តិដើម្បីអីដើម្បីដោះស្រាយសេចក្តីទុក្ខលំបាកមកពីជីវិតនឹងវាលំបាកជីវិតនឹងវាទុក្ខប្រសិនបើជីវិតនឹងមិនមានទុក្ខទេតែយើងត្រូវការប្រើប្រាស់ទ្រព្យសម្បត្តិទេប្រើទេមិនបានយើងត្រូវប្រើឡានតែមកពីហោះអត់រួចណែមកនេះបើខ្មាស់ហោះរួចអាខ្មាស់ជិតឡានណាមែនទេបើហោះរួចវិញមកវឹងដល់ដោយព្រះអង្គគ្រាន់តែប្រទេសមកបាត់ដបងបើព្រះអង្គគង់នៅព្រះអង្គចង់មកបាត់ដបងតាមរិទ្ធព្រះអង្គរយៈពេលប៉ុណ្ណាតែប៉ុណ្ណឹងមកដល់ហើយស្មើនឹងបរោះមានកម្លាំងបត់ដងដៃលាប៉ុណ្ណឹងមកដល់ហើយឬក៏លាដងដៃបត់ចូលមកហ្នឹងដល់ហើយចាំបាច់អង្គុយតាមឡានចុកខ្នងចុកចកេះធ្វើអីអស់ទាំងសាំងឡានទៀតផងមែនទេអ្នកញាតិញោមទាំងអស់គ្នាបើហោះរួចខ្លួនឯងចាំទិញម៉ូតូទិញឡានទេទិញអត់ទិញទេវាមានតលុយអីអស់សាំងទៀតផងហ្នឹងហើយប្រសិនបើមិនបានយើងត្រូវប្រើទូរស័ព្ទថាមកពីហៅគ្នាអត់លឺបើសិនថាឧទាហរណ៍ញាតិញោមនៅមិនដឹងចង់និយាយទៅរកខ្មែរនិយាយបដ ாய் និយាយទៅលឺហ្មងចាំបាច់និយាយទូរស័ព្ទទេនិយាយទេចាំបាច់និយាយទូរស័ព្ទបើសិនតែនិយាយដោយរឹតញាតិញោមមិនលឺដល់អាត្មានៅពោធិ៍សាត់ឯនោះណាចាំបាច់ប្រើទូរស័ព្ទទេប្រើទៅស្អីអស់លុយបើនិយាយលឺបដ ாய் ហ្នឹងមួយទៀតគេបង្កើតពេទ្យល្អប្រសិនបើញាតិញោមអត់ឈឺទេទៅពេទ្យទេទៅទេអត់ឆ្លើយទៅហ្នឹងហើយអញ្ចឹងពេទ្យល្អសម្រាប់អ្នកឈឺទេពេទ្យល្អមិនមែនសម្រាប់អ្នកអត់ឈឺទេមែនឬមែនសាលាល្អប៉ុណ្ណាក៏ដោយល្អសម្រាប់អ្នកល្ងងគេចេះហើយគេរៀនចប់អស់ហើយសាលាហ្នឹងនៅល្អសម្រាប់គេទៀតទេអត់ទេម្លប់ឈើមានប្រយោជន៍សម្រាប់អីសម្រាប់មនុស្សក្តៅបើគេអត់ក្តៅផងគេចូលម្លប់ឈើទេនៅខាងនោះអត់ឆ្លើយចុះមកសួរហ្នឹងហើយអញ្ចឹងស្អីក៏ដោយគឺប្រើប្រាស់ដើម្បីដោះស្រាយសេចក្តីទុក្ខលំបាកប្រសិនបើជីវិតនេះអត់មានសេចក្តីទុក្ខលំបាកទេរបស់របរទាំងអស់ក៏គ្មានប្រយោជន៍អាហារបរិភោគដែលមានតម្លៃអាហារបរិភោគដែលមានតម្លៃគឺសម្រាប់មនុស្សឃ្លានសម្រាប់ហេវចុះបើឆ្អែតហើយលើកមកមួយខាងទៀតដាក់ទៀតអីមិនដាក់ទៀតទេកុំថា$100ឬក៏$200មួយថាសអីតែពោះតឹងហើយទៅលេងរួចវាអត់ប្រយោជន៍តែបើឃ្លានហើយតែអំបិលបុកហើយជាមួយប្រហុកជាមួយទឹកត្រីហ្នឹងក៏ឆ្ងាញ់ដែរមែនឬមែនមែនណាហ្នឹងហើយមែនអញ្ចឹងបានគេនិយាយថាឃ្លានឆ្ងាញ់ស្រឡាញ់ល្អអត់តែឃ្លានមកឆ្ងាញ់តែអត់ឃ្លានអត់ឆ្ងាញ់ទេស្រឡាញ់ក៏អញ្ចឹងដែរល្អហ្នឹងក៏នៅលើស្រឡាញ់ដែរហ្នឹងហើយនៅលើផ្លូវចិត្តហ្នឹងអញ្ចឹងឯងបានជាអ្នកខ្លះសូមបីយកប្តីយកប្រពន្ធហ្នឹងប្រឡោះកមុំនៅផ្ទះចិត្តគ្នាហ្នឹងមើលអត់ឃើញទេណាប្រុសវិណានោះមកមើលឃើញហ្នឹងប្រុសហ្នឹងក៏មើលឃើញណាឯណីនោះណោះឯនោះឃើញតែម្ដងគេថាបែកមុខមិនបានសោះអាគេនោះហ្នឹងគេមិនដឹងថាបែកមិនបានប៉ុណ្ណឹងជួនកាលគេជឆ្លោះគ្នាទៀតក៏មានដែរឯនោះគេថាបែកមុខអូនមិនបានណាប្រុសចិត្តហ្នឹងស្អប់មុខមីនឹងដល់រឿងស្អាតឬមិនស្អាតនៅលើ
ស្រឡាញ់ទេមែនឬមែនហ្នឹងហើយចឹងក្នុងការប្រើប្រាស់អ្វីទាំងអស់មានទ្រព្យសម្បត្តិរាល់ថ្ងៃហើយញាតិញោមអស់សេចក្តីទុក្ខហើយនៅហ៎នឹងបានព្រះអង្គសម្ដែងថានិថឹងនិធេតិបរិសោគំភីរេឧតកន្តកេអដ្ឋេកិច្ចេសមុបណ្ណេអដ្ឋាយមេភវិសតិណាបរិសស្ត្រីខំរកទ្រព្យសម្បត្តិមកយកទៅលាក់ទុកជួនកាលកប់ទុកក្នុងដីកប់នឹងមិនរាក់ទេគប់កប់ទៅដល់ទឹកទៅក្រោមកាលនោះវាអត់មានធនាគារសម័យព្រះអង្គណាឥឡូវយើងកប់ឲ្យយើងទុកក្នុងធនាគារឬក៏នៅតែលាក់នៅតែអីហ្នឹងបាទូបាតអីហ្នឹងអ្នកខ្លះហ្នឹងរវល់ធ្វើបន់ខ្ញុំអត់ទេដល់បាត់អស់$10000មែនទេអត់មែនទេហ្នឹងហើយអាត្មាមានលោកស្លាប់ស្គាល់លោកមួយអង្គលោកយូរហើយតាំងពីជាង10ឆ្នាំមុនលោកបតអូនប្រាប់អាត្មាអត់ធ្វើមកជូលោកថាអត់គេរៃធ្វើអីក៏លោកថាអត់មានតែ5000អញ្ចឹងណាថាមានតែ5000ណាពលធ្វើអីក៏អត់ណាពលធ្វើអីក៏អត់ដល់ថ្ងៃមួយធ្វើមកជូមករកអាត្មាលោកគ្រូតែម៉េចងើបចាំងើបឡើងងើបនឹងងើបស្អីឈឺហ៎អត់ទេងើបចាំងើបឡើងបាត់លុយអស់លីងតែបាត់ម៉ានបាត់អស់80000អាត្មាសោច80000រៀលហ្នឹងណាលោកថាមានតែ5000រៀលហ៎ដល់ពេលបាត់វាមានបាត់5000វាបាត់ដល់80000ហ្នឹងហើយញាតិញោមខ្លះហ្នឹងអញ្ចឹងបបួលធ្វើនេះធ្វើនោះដូចជាគ្មានទេលុយដល់លឺបាត់លុយអស់10000អាត្មាសឹងធ្លាក់ថ្លើមហ្នឹងហើយគ្មានក៏ថាត្រូវដែរគ្មានសម្រាប់ឲ្យធ្វើបុណ្យតែសម្រាប់ទុកវាមានណាអាចឆ្លើយត្រូវរបស់គាត់ដែរប្រងសម្ដែងថាបរិសុទ្ធស្ត្រីដែលគាត់ក្របទុកក្នុងទីជ្រៅហ្នឹងគឺដើម្បីការពារថាកាលបើកិច្ចការណាមួយកើតឡើងអធិកិច្ចេសមុបណ្ណេនេះកាលបើកិច្ចការណាសំខាន់កើតឡើងអដ្ឋាយមេភវិសតិទ្របនេះនឹងបានជាប្រយោជន៍ដល់អាត្មាអញសម្រាប់ដោះស្រាយបញ្ហាណារាជតោវាទរតសៈត្រូវព្រះរាជាដាក់អាជ្ញាពិន័យអីចឹងទៅចោរសវាចោនឹងបៀតបៀនឥណាសវាម្ចាស់បំណុលគេមកទាឃើញទេវាមានរឿងច្រើនណាស់ទុភឹកខេអាបទាសវាឬក៏សេចក្តីអន្តរាយកើតឡើងពីទុរភឹករីងស្ងួតពួតហែងស្រូវធ្វើមិនបានអីចឹងទៅឬក៏កប់ទៅសេចក្តីចំណាំរបស់ម្ចាស់ហ្នឹងវាវែងបាត់ទៅសញ្ញាវាសៈវិមួយហតិកប់ថាកប់ទៅហ្នឹងដល់ទៅរកវារកអត់ឃើញមានអ្នកខ្លះសម័យមុនពលពតកប់ទុកដែរទៅរកអត់ឃើញអញ្ចឹងមានដែរទៅវែងដៃបាត់ទៅឬក៏ឋានាចវតិទ្របហ្នឹងវារអិលឃ្លាតចាកទីទៅវាអាចអញ្ចឹងណាបញ្ញខយោហោតិឬក៏នៅពេលដែលខ្លួនអស់បុណ្យទ្រព្យសម្បត្តិហ្នឹងក៏វិនិច្ឆ័យណាវិនិច្ឆ័យប្រើអត់កើតទូយ៉ាងដូចរឿងនាងកលតិតាកេសាគោតមីអីឃើញទេទ្រព្យសម្បត្តិរបស់សេដ្ឋីដែលខ្លាយជាខ្ជុំជាអីហ្នឹងយើងធ្លាប់ស្រាប់ហើយអស់បុណ្យទៅប្រើអត់បានណាឬក៏ថាគេនិយាយធម្មតាថាក្រមិនដែល3ស្អីមានមិនដែល3តក្រមិនដែល3ជាតិហ្នឹងហើយអញ្ចឹងហ្នឹងណែបើអត់បុណ្យណាក្រមិនត្រឹម3ជាតិទេញាតិញោមដូចកើតជាប្រែតនេះមិនដឹងក្រប៉ុន្មានជាតិទេណាតែបើកើតជាមនុស្សហ្នឹងគ្រាន់បើប៉ុន្តែមានមិនដែល3តហ្នឹងអាចមានអញ្ចឹងមែនខ្លះហ្នឹងអាធ្លាប់ស្គាល់សម័យពីដើមជាអភិរក្សណាជាតកូលអភិជនប៉ុន្តែសម័យសពថ្ងៃទៅជាទាស័កទៅជាកម្មករក៏មានដែរអាហ្នឹងយើងមិនបាច់ចាំងាប់សិនទេដូចម្នាក់គ្រួសារមួយនោះនៅភ្នំពេញពីមុនមានស្ដុកស្ដំប៉ុន្តែរីដូស៊ីទៅចិត្តខាតលក់ផ្ទះអស់កាលសម័យពលពតមិនតាន់អស់ណាពលពតដឹងណាពលពតអង្គុយនឹងដែរមិនដឹងទេហ្នឹងប៉ុន្តែស្រេចលើមនុស្សកំណត់ទេអាហ្នឹងរត់ទៅធ្វើផ្ទះនៅក្បែរជាដែរនោះមួយអាទិត្យពីរអាទិត្យហ្នឹងឆេះអស់ហើយផ្ទះគេបាញ់គ្នានោះរត់ដូចចាបអញ្ចឹងពីមុននៅផ្ទះថ្មពី3ជាន់អាហ្នឹងជីវិតមិនតន់ងាប់ណាញាតិញោមពុទ្ធបរិស័ទក៏ដូចគ្នាដែរអញ្ចឹងបានព្រះអង្គសម្ដែងថាទ្រព្យសម្បត្តិដែលគេកប់ទុកច្រើនយ៉ាងនេះហើយក៏ដោយអ្នកសัพពោសัพពទាយេវៈតសតាំងឧបកប្បតិ
ក៏ប៉ុន្តែកំណត់ទ្រព្យទាំងអស់នោះមិនមែនចេះតែសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាងឲ្យម្ចាស់ទ្រព្យទេប្រាថ្នាអត់បានទេណាជួនកាលមានទ្រព្យមែនប៉ុន្តែឈឺមានអ្នកមានឲ្យឈឺឯងមានទ្រព្យកពកស៊ីមិនកើតមានទេហ្នឹងហើយអ្នកក្រខ្លះក៏នឹងតោះតែមិនមានបើមានស៊ីដល់ណានៃប៉ុន្តែអ្នកមានមែនប៉ុន្តែស៊ីអត់កើតខ្លះគិតថាចង់ដើរលេងតោះតែមិនមានខ្លះហើយមានដើរអត់រួចចង់ទៅលោតលេងបាល់អីទេទៅលេងកើតអ្នកខ្លះវះជង្គង់វះជើងអស់ហើយទៅលេងស្អីទៀតណាសម្រាប់គ្រប់យ៉ាងឯងហ្នឹងមានត្រឹមតែលុយក៏មិនអាចទិញទឹកចិត្តគេឲ្យស្រឡាញ់យើងគ្រប់គ្នាបានដែរមែនឬមែនហ្នឹងអ្នកសពោសពតិយេវតសតាំងឧបកបតិណាមិនអាចចេះតែសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាងទេអាងអ្នកខ្លះនឹងមានទ្រព្យសម្បត្តិនឹងអាងទិញទឹកចិត្តនេះទិញទឹកចិត្តនោះទិញទឹកចិត្តបានតែអ្នកណាជំពាក់លុយទេអ្នកណាដែលជំពាក់នឹងលៀបយុសការៈក៏ប៉ុន្តែលុយទិញមិនបានឡើយចំពោះអ្នកណាដែលគេមិនជាប់ជំពាក់នឹងលៀបសការៈទិញទឹកចិត្តពុទ្ធបានទេទិញទឹកចិត្តព្រះអរិយបុគ្គលបានទេអញ្ចឹងលុយទិញបានតែមនុស្សល្អឬក៏មនុស្សអាក្រក់មនុស្សដែលល្អបរិសុទ្ធទិញអត់បានទេលុយអត់បានទេនរណាថាបានពីព្រោះអរិយបុគ្គលលោកឃើញលៀបសការៈដូចជាកំហាកដែលគេស្ដោះចោលអញ្ចឹងចុះអ្នកណាដែលត្រេកអរនឹងលៀបសការៈអានេះមិនមែនដូចឃើញកំហាកទេដូចប្រែតដែលឃើញគេបោះកាកសំណល់ចោលអញ្ចឹងត្រេកអរទេត្រេកអរអាត្មានិយាយនេះមិនមែនថាម៉េចទេព្រះសង្ឃនៅតែទទួលទានពុទ្ធបរិស័ទញាតិញោមចាស់ក៏អាចទទួលទានដែលក្មេងៗធ្វើជូនក៏ប៉ុន្តែក្នុងការទទួលព្រះអង្គឲ្យពិចារណាមិនឲ្យវង្វេងក្នុងការទទួលតែប៉ុណ្ណោះឲ្យមានស្មារតីក្នុងការទទួលដូចជាការបានទទួលចង្ហាន់ហ្នឹងវាសង់លោកពិចារណាមិនមិនមែនឲ្យត្រេកអរចំពោះចង្ហាន់នេះសូម្បីល្អយ៉ាងម៉េចក៏ដោយពេលលោកទទួលអញ្ចឹងបានញាតិញោមពេលប្រគេនលោកក៏ប្រគេនដោយសេចក្តីគោរពទៅកំលែងកំសោយច្រើនពេកពេលប្រគេនហ្នឹងដើម្បីបានបុណ្យច្រើនដើម្បីឲ្យព្រះសង្ឃហ្នឹងបានពិចារណាពេលទទួលពេលដែលទទួលព្រះអង្គឲ្យពិចារណាថាម៉េចមិនមែនទទួលដោយការបាត់បង់ស្មារតីទេក្នុងការទទួលចង្ហាន់ពុទ្ធបរិស័ទនោះលោកពិចារណាថាចង្ហាន់បិណ្ឌបាតនេះគ្រាន់តែជាធាតុពិតប្រព្រឹត្តទៅតាមសមគួរដល់បច្ច័យតែប៉ុណ្ណោះទោះជាអាត្មាអញនេះដែលជាអ្នកបរិភោគចង្ហាន់បិណ្ឌបាតហ្នឹងក៏ត្រឹមតែជាធាតុប៉ុណ្ណោះមិនមែនសត្វមិនមែនទូតខ្លួនប្រាំមានសភាពសោះសូន្យទៅទេសោះសូន្យហ្នឹងគឺសូន្យចាក់ខ្លួនមិនមែនខ្លួនទេមិនមែនខ្លួនអ្នកបានបរិភោគទេត្រឹមតែជាធាតុតែប៉ុណ្ណោះលោកពិចារណាអញ្ចឹងដល់ប្ររពនឹងឆាន់រៀបនឹងឆាន់នឹងអាហារបណ្ឌិតមិនបណ្ឌិតយ៉ាងម៉េចអត់ទេមុននឹងឆាន់លោកត្រូវពិចារណាថាណែចង្ហាន់បិណ្ឌបាតនេះជារបស់មិនគួរខ្ពើមរអើមឡើយក៏ប៉ុន្តែពេលដែលពលត្រូវដល់កាយស្អុយរបស់អាត្មាអញហើយនឹងកើតជារបស់គួរខ្ពើមរអើមក្រៃពេកឲ្យពិចារណាអញ្ចឹងពេលឆាន់ទៀតបងឲ្យពិចារណាថាណែការរបរិភោគរបស់អាត្មាអញនេះមិនមែនដើម្បីលេងដូចក្មេងអ្នកស្រុកទេមិនមែនបរិភោគដើម្បីឡើងកម្លាំងឡើងសាច់ដុំដូចអ្នកបដាល់ទេមិនមែនបរិភោគនេះដើម្បីឲ្យផូរផង់សម្បុរស្អាតដូចអ្នកលេងល្បាំទេមិនមែនឲ្យថ្លៃមានរូបរាងល្អដូចស្រីក្នុងបរិយក៏មិនមែនដែរបរិភោគនេះកុំតែបរិភោគនេះដើម្បីឲ្យតាំងនៅនៃកាយនេះឲ្យរស់តែប៉ុណ្ណឹងបើរស់មិនបាច់បរិភោគអញក៏មិនត្រូវការដែរក៏ប៉ុន្តែរូបកាយនេះរស់ដោយមិនបរិភោគមិនបានអញ្ចឹងបានជាព្រះអង្គអនុញ្ញាតឲ្យលោកឆាន់នឹងអញ្ចឹងការបរិភោគដោយមានសតិស្មារតីយ៉ាងនេះមិនមែនបរិភោគដើម្បីឆ្ងាញ់ទេនេះបើលោកបរិភោគឲ្យជក់ចិត្តឆ្ងាញ់ម៉ាត់ហើយម៉ាត់ទៀតលោកសម្រាប់លោកព្រះអង្គសម្ដែងថាប្រសិនបើបរិភោគដោយបាត់បង់ស្មារតីយ៉ាងនេះអ្នកទាំងឡាយហ្នឹងដុតដែកឲ្យក្តៅកំបិតឲ្យក្តៅមកជាអណ្ដាតខ្លួនឯងចោលទៅប្រសើរជាងអាហ្នឹងមិនតន់និយាយទៅដល់ត្រូវទោសអាបាត់អីធំទេសិលបរិសុទ្ធក៏ដោយក៏ប៉ុន្តែដល់ពេលបរិភោគត្រេកអរប្រាថ្នារករបស់ឆ្ងាញ់ហ្នឹងព្រះអង្គថាដុតដែកឲ្យក្តៅហើយមកបុកអណ្ដាតខ្លួនឯងឲ្យរយៈរយាយអស់ទៅក្រាន់បើជាងអញ្ចឹងជាការសម្ដែងថាការបរិភោគនេះគឺដើម្បីដោះស្រាយនៅការឃ្លានរោគឃ្លានញាតិញោមមានឈឺទេដល់ថ្ងៃជានិច្ចការឈឺអីឈឺឃ្លានឃើញទេจิខេច្ឆាបរមារោគារោគទាំងឡាយហ្នឹងមានរោគឃ្លានហ្នឹងគឺជាធំរឿងបញ្ហារាល់ថ្ងៃញាតិញោមរវល់រាល់ថ្ងៃគឺរៀងឃ្លានហ្នឹងហើយប៉ុន្តែយើងចេះតែបន្ថែមរោគបន្ថែមទៀតការងារមិនមែនដើម្បីបំបត្តិឃ្លានប៉ុណ្ណោះទេរាល់ថ្ងៃនៅមានចង់អាស្អាត
នៅមានចង់អាលយនៅមានចង់អាបង្អួតទេណោះលេងអឺហ៎ហ្នឹងហើយប៉ុន្តែជីវិតយើងបើមិនបានបង្អួតគេក៏រស់បានមែនទេមិនបាច់ល្អពេកក៏រស់បានក៏ប៉ុន្តែបើមិនបានបាយបរិភោគទេរស់បានទេអត់ទេតែម្សិលមិញមិនដែរនៅស្អីស្រុកសង្កែនោះស្អីរាំងកសីណាលើកឡើងឧទាហរណ៍ថាប្រសិនបើយើងអត់បាយមួយសប្តាហ៍ហើយណាត្រូវដើរផ្លូវឆ្ងាយនៅ3ថ្ងៃទៀតបានទៅដល់ស្រាប់តែដល់ខ្ទមមួយហ្នឹងគេឲ្យរបស់ពីរឲ្យយើងមួយគេឲ្យមាសមកផ្តិលមួយទៀតគេឲ្យបាយមកថាសយកមួយណាហ្នឹងហើយប្រសិនបើយើងយកមាសក៏យើងត្រូវងាប់កណ្ដាលផ្លូវដែរនៅ3ថ្ងៃទៀតណាតែបើយកបាយអាចរស់មែនអញ្ចឹងអ្វីដែលថ្លៃគឺជីវិតហ្នឹងហើយគឺជីវិតអញ្ចឹងអ្នកដែលប្រើពាក្យថាពេលវេលាជាមាសប្រាក់នោះមិនតាន់ត្រឹមត្រូវទេពេលវេលាគឺជាអាយុជីវិតនេះស្មាបង្កើតដែលណាថាខ្លួនឯងពេលវេលាគឺស្មើនឹងអាយុជីវិតប្រសិនបើជីវិតនឹងត្រូវបាត់ភពក្នុងម៉ោងហ្នឹងมันអាចបន្តជីវិតដល់ថ្ងៃស្អែកបានទេរបស់បាត់អាចរស់បានវិញតែជីវិតបាត់បានអញ្ចឹងពេលវេលាទៅមានតម្លៃស្មើនឹងជីវិតដូចយើងថាយើងរស់បាន20ឆ្នាំហើយវាស់ជាមួយទ្រព្យឬក៏វាស់ជាមួយពេលវេលាវាស់ជាមួយវេលាយើងរស់បាន30ឆ្នាំហើយជីវិតយើងនឹងបាន30ឆ្នាំហើយវាស់ជាមួយទ្រព្យឬក៏វាស់ជាមួយពេលវេលាតាមពិតពេលវេលាអត់មានទេតែដោយសារការវិវត្តទៅនៃជីវិតហ្នឹងក៏រាប់ថា1ឆ្នាំហើយ2ឆ្នាំហើយ3ឆ្នាំហើយតែឆ្នាំអត់មានទេលើយើងដាក់ប្រើទេអញ្ចឹងការវិវត្តទៅ1ថ្ងៃ2ថ្ងៃ3ថ្ងៃ1ខែ2ខែ1ឆ្នាំ2ឆ្នាំមិនមែនពេលវេលាវិវត្តទេគឺជីវិតយើងវិវត្តអញ្ចឹងហើយបានជាមានមនុស្សចាស់មានមនុស្សក្មេងមានមនុស្សចាស់មានមនុស្សស្លាប់មានក្មេងកើតបន្តទៀតពេលវេលានៅថ្មីរហូតច័ន្ទគេពុតបោះដែលច័ន្ទគេពុតបោះមិនក៏ឥឡូវមានអ្នកមុខចាស់មានអ្នកមុខក្មេងថាមិនមែនពេលវេលាធ្វើឲ្យមនុស្សចាស់ទេមកពីជីវិតនេះវាវិវត្តជីវិតហ្នឹងវាដើរមិនមែនពេលវេលាដើរទេនាឡិកាដើរយើងថានាឡិកាដើរអាហ្នឹងដោយសារធ្វើតាមពិតពេលវេលាអត់ទេដើរមនុស្សទេដើរមែនពេលវេលាដើរឬក៏មនុស្សដើរតាំងពីទៅបង្កើតរហូតទីបំផុតមកពេលវេលានៅដែលពេលវេលាអត់ចេះចាស់ពេលវេលាអត់ចេះឈឺពេលវេលាអត់ចេះផ្លាស់ប្ដូរទេណាតាំងពីសម័យពុទ្ធមុនក៏អញ្ចឹងសម័យពុទ្ធក្រោយក៏អញ្ចឹងពេលវេលាជាធម្មតាគ្មានវិញ្ញាណគ្មានរូបកាយគ្មានតិចគ្មានអីសម្រាប់វាស់ស្ទង់ទេពេលវេលានោះតែអ្វីដែលដឹងថា1ឆ្នាំ2ឆ្នាំគឺការកើតឡើងនៃរូបធម៌នេះប៉ុណ្ណោះដែលវិវត្តទៅដូច្នេះគួរប្រើប្រាស់ជីវិតនឹងឲ្យបានល្អកុំទុកជីវិតស្មើតែនឹងលុយកាក់ជាការពិតហើយប្រសិនបើមិនមានទ្រព្យសម្បត្តិទេយើងរស់អត់បានតែមានទ្រព្យហើយហាមងាប់មិនបានទេហាមបានទេតាមការសង្កេតមើលអ្នកក្រអ្នកមានអាយុមិនវែងជាងគ្នាទេអ្នកធំអ្នកតូចក៏អាយុមិនវែងជាងគ្នាប្រហែលដែរមែនឬមែនណែអ្នកក្រខ្លះដូចជាដូនជាតាអាត្មាអាយុ18ជាងនោះមិនគ្មានឯកឧត្តមជំទាវអីទេអត់ទេតែរស់ដល់8ជាងទាំងអស់ប៉ុន្តែអាត្មាមិនដឹងហានប្រហែលទេមើលពុំអានអាយុតាយាយផ្សេងមានម៉ែធ្វើបុណ្យឲ្យខ្មោចកូនទេមានយាយធ្វើបុណ្យឲ្យខ្មោចចៅទេមានយាយទួតធ្វើបុណ្យឲ្យចៅទួតទៀតអញ្ចឹងមិនប្រកាសថាចាស់បានងាប់ទេជីវិតនេះមានការការពារតែគ្មានការទទួលខុសត្រូវទេគ្មានការធានារ៉ាប់រងពិតប្រាកដទេអង្គរៈមានមែនអ្នកការពារមែនប៉ុន្តែជួនកាលអ្នកខ្លះដេកងាប់លើខ្នើយហ្នឹងបាច់អាណាអ្វីមិនចាំបាច់ទេតែដល់ពេលវេលាត្រូវតែស្លាប់ទេបើថាអ្នកក្រហ្នឹងអាយុខ្លីជាងអ្នកមានអាយុវែងជាងអញ្ចឹងបាច់ធ្វើបុណ្យខំទៅធ្វើឲ្យមានហ្នឹងប៉ិនអត់មើលទៅមានក្រអាត្មាមើលទៅដូចជាអាយុមិនលើសគ្នាឬក៏អ្នកខ្ញុំថាលើសគ្នាមើលជានិច្ចកាលអ្នកមានអាយុប៉ុន្មានបានងាប់ហើយអ្នកក្រអាយុប៉ុន្មានបានងាប់មិនទៀងទេហ្នឹងហើយនិយាយពីសេចក្តីសុខផ្លូវចិត្តវិញអ្នកមានក៏ដោយអ្នកក្រក៏ដោយមានទុកផ្សេងពីគ្នាយើងកុំឃើញថាគេគេមានឡានគេមានផ្ទះថាគេសុខកុំជឿហ្នឹងហើយជួនកាលហ្នឹងអ្នកក្រខ្លះអាត្មាមិនមែនថាអីទេតែអ្នកខ្លះទេអ្នកខ្លះក៏វាទុកដូចគ្នាហ្នឹងប៉ុន្តែគ្រាន់ថា
អ្នកមានខ្លះក៏គេស្រួលអ្នកក្រខ្លះក៏គេស្រួលនិយាយពីផ្លូវចិត្តនេះណាផ្លូវចិត្តហ្នឹងជួនកាលអ្នកមានក៏គេអាចសុខចិត្តដែរបើគេមិនប្រកាន់មមខ្លាំងពេកមានចិត្តបន់សុខដែរក៏ប៉ុន្តែអ្នកក្រខ្លះក៏អាចមានសេចក្តីសុខដែរមហូបមិនជាឆ្ងាញ់ប្រមាណសម្លៀកបំពាក់មិនជាល្អប្រមាណដូចថ្មឯងកាលពីក្មេងដើរខ្វៀលទាស្គួចផងជ្រៀងផងដូចស្រួលដែរណាវាមានពេលសុបាយចឹងដែរបាញ់ឃ្លីមួយថ្ងៃប្រឡាក់ដីអស់ដូចសុបាយមួយយ៉ាងដែរអញ្ចឹងអាសុបាយនោះវាសុបាយខុសគ្នាណាប៉ុន្តែបើនិយាយពីការប្រកួតប្រជែងក្នុងជីវិតវិញសត្រូវរបស់អ្នកក្រណាល្មមទេតែគូបណ្ដាំងរបស់អ្នកមានណាខ្លាំងណាស់ដូចអ្នកបដាលអញ្ចឹងគេតែនិយាយថាដើមឈើកាន់តែខ្ពស់កាន់តែត្រូវខ្យល់មែនឬមែនអ្នកមានធំគេឈប់មកប្រកួតជាមួយយើងអ្នកក្រហើយហ៎មែនទេអ្នកមានធំអ្នកតណែងធំអ្នកមានធំគេមិនមកប្រកួតជាមួយអាត្មាទេអាត្មាវាគ្មានអីប្រកួតហ្នឹងហើយមិនមកប្រកួតជាមួយអ្នកក្រទេគេប្រកួតប្រជែងជាមួយអ្នកមានដូចគ្នាអញ្ចឹងមុខញញឹមមែនប៉ុន្តែជួនកាលចិត្តអត់ញញឹមទេទីហោះតែចង់មកការយកក្រុមហ៊ុនអីមួយចង់អីមួយដេញគ្នាដេញពិបាកចិត្តណាអាត្មាអត់ទៅពិបាកទេណាព្រោះមកអត់មានលុយអីទៅពិបាកជាមួយគេទេអានេះនិយាយពីផ្លូវចិត្តណាដូចអ្នកបដាលអញ្ចឹងណាបើថាគូទៅមិនសមទៅឡើងវៃទេអាគូខ្សោយគូសត្រូវរបស់វាវៃក៏មិនសូវសន្លប់ដែរល្វិតល្វន់ទន់ហ្នឹងតែបើថាគេថាគូឯកប្រចាំប្រទេសលេខ1ប្រចាំប្រទេសហើយត្រៀមទៅម៉ាំងសិតតែឆេះហើយអានោះអញ្ចឹងកុំថាខ្លួនឯងបានល្បីប្រចាំប្រទេសហើយឈប់គ្រោះថ្នាក់អត់ទេអ្នកខ្សោយគេលេងមិនហេតុមកវៃហើយអ្នកខ្លាំងគេមកវៃមែនឬមែនចុងមិនសួរឡើងចង់ឆ្លើយហ្នឹងហើយអញ្ចឹងជីវិតនេះគឺជាកីឡាដោយពិតប្រាកដជាកីឡាដោយពិតប្រាកដដូច្នេះព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងចេះលេងល្បែងកីឡាជីវិតតាមពិតអ្នកដែលត្រូវលេងកីឡាត្រូវស្គាល់កតិកាការលេងកីឡាបើទោះជាអ្នកលេងកីឡាឬក៏អ្នកមើលកីឡាក៏ដោយដើម្បីមើលកីឡានឹងបានភាពសប្បាយរីករាយគេត្រូវចេះស្គាល់អំពីកតិកាកីឡាបាល់ទាត់ណាអាណាអ្នកប្រយុទ្ធអាណាអ្នកអីចឹងទៅបានមើលទៅសប្បាយតែបើអត់ដឹងតថៈដឹងតទាត់មើលទៅអត់សប្បាយទេយ៉ាងណាជីវិតនេះប្រសិនបើយើងអត់ចេះដឹងរឿងដំណើរជីវិតរស់នៅជាមួយដំណើរជីវិតអត់មានសេចក្តីសប្បាយទេមានតែការទុកមានតែចង់ឈ្នះមានតែចង់ចាញ់អញ្ចឹងជីវិតអ្នកកីឡាអ្វីត្បិតថាការហាត់គឺដើម្បីជ័យជំនះក៏ប៉ុន្តែគេត្រូវត្រៀមលទ្ធផលទាំងពីរគឺចាញ់និងឈ្នះវាមិនងាយមានស្មើទេមានមួយក៏ប៉ុន្តែលទ្ធផលដែលច្រើនចាញ់និងឈ្នះដើម្បីឈានទៅដល់ជោគជ័យបំផុតនៃអ្នកលេងកីឡាទល់តែព្រមចាញ់ការទទួលលទ្ធផលចាញ់ហើយនៅតែខំតទៅទៀតមានន័យថាគេមិនតាន់បរាជ័យទាំងស្រុងទេការមិនបានទទួលជោគជ័យមានន័យថាមិនតាន់បានទទួលជ័យជំនះមិនមែនបានន័យថាអស់ផ្លូវទេថ្ងៃនឹងចាញ់តែសង្ឃឹមថ្ងៃឈ្នះយ៉ាងណាជីវិតមានពេលបានសុខមានពេលបានទុក្ខជាធម្មតាមានពេលខកបំណងមានពេលសំបំណងជាធម្មតាការបរាជ័យជាការធម្មតាទេក្នុងរឿងជីវិតនេះក៏ប៉ុន្តែសេចក្តីអស់សង្ឃឹមទេទៅជាការបរាជ័យដ៏ពិតប្រាកដមែនអ្នកប្រព្រឹត្តធម៌ក៏ដូចគ្នាដោយបានសក់ម្នាក់ហ្នឹងគាត់ប្រព្រឹត្តធម៌ដើម្បីឲ្យសម្រេចគុណធម៌ហ្នឹងក្នុងរយៈពេល1រាត្រីប៉ុន្តែប្រព្រឹត្តទៅវាអត់សម្រេច10ថ្ងៃ1ខែ2ខែ1ឆ្នាំរហូតដល់30ឆ្នាំនៅតែមិនទាន់សម្រេចគាត់ដាក់សេចក្តីព្យាយាមចុះគាត់ឈប់ប្រព្រឹត្តគាត់អស់សង្ឃឹមថាធម៌នឹងមិនអាចនាំគាត់ឲ្យរួចចាកផុតទុក្ខបានអញ្ចឹងប្រសិនបើគាត់មិនតាន់អស់សង្ឃឹមជោគជ័យរបស់គាត់មានន័យថាមិនតាន់បាត់បង់ទេតែគ្រាន់តែថាឈប់ធ្វើហើយឈប់ព្យាយាមហើយអានឹងបរាជ័យពិតប្រាកដទេបរាជ័យពិតប្រាកដទេអានឹងទៅជាការបរាជ័យពិតប្រាកដមែនការសិក្សាក៏ដូចគ្នាយើងមិនចេះមិនមែនបានន័យថាយើងល្ងងទេគ្រាន់តែមិនតាន់ចេះអញ្ចឹងបើដឹងថាមិនតាន់ចេះត្រូវតែសិក្សាតែបើទទួលស្គាល់តែខ្លួនឯងរៀនមិនចេះទេអានឹងស្អីចប់ពីព្រោះមានអីតទៅទៀតណាអញ្ចឹងញាតិញោមពុទ្ធបរិស័ទនឹងស្ដាប់ធម៌ច្រើនហើយប៉ុន្តែអាត្មាគ្រាន់តែប្រៀបធៀបឲ្យយល់បន្ថែមតទៅទៀតទៅថាវិថីជីវិតនឹងយ៉ាងណាមនុស្សពុលច្រើនណាស់ពុលទាំងលោកពុលទាំងកុហកពុលទាំងអាត្មាទៀតវាពុលទាំងអស់គ្នាហ្នឹងអញ្ចឹងបើយើងត្រូវរកផ្លូវទាំងអស់គ្នាដូចអាត្មាទេឲ្យញាតិញោមស្ដាប់ហ្នឹងមិនមែនបដៅតែញាតិញោមណាយកទៅចាក់ស្ដាប់ខ្លួនឯងដែរហ្នឹង
ស្ដាប់ទៅណាទេប្រាប់គេណាកុំភ្លេចខ្លួនឯងណាហ្នឹងហើយប្រាប់ខ្លួនឯងចឹងក៏វាបានបញ្យល់ខ្លួនឯងដែរណាហើយបើទេប្រាប់ញាតិញោមហើយខ្លួនឯងមិនធ្វើវាមិនខ្មាស់ញាតិញោមទេខ្មាស់គេទេខ្មាស់ទេហ្នឹងហើយវាគួរតែខ្មាស់ហ្នឹងហើយមានអីទៀតណាឥឡូវព្រះអង្គសម្ដែងតទៅទៀតក្នុងបកាថារឿងកប់កំណត់ទ្រព្យហ្នឹងព្រះអង្គថាមិនអាចសម្រេចបានគ្រប់យ៉ាងទេណាមិនអាចសម្រេចបានគ្រប់យ៉ាងទេញាតិញោមមើលចេះសម្លឹងមើលអ្នកណាមួយមានឥទ្ធិពលលើយើងមានឆ្ងល់ទេថាហេតុអីបានគេមានឥទ្ធិពលលើយើងធ្វើអីទៅនៅហ្នឹងការដែលទៅវាមានចំណុចរបស់វាឥទ្ធិពលរបស់គេដែលវាគ្រប់សង្កត់លើយើងត្រង់ដែលអ្នកដតីនឹងមានអ្វីដែលយើងមិនមានហើយយើងចង់បានអ្វីពីគេប្រសិនបើយើងអត់មានចង់បានអ្វីពីគេក៏អត់មានអំណាចអ្វីលើយើងដែរមែនឬមែនឧទាហរណ៍កំឡោះម្នាក់ការដែលមិនតន់ចេះស្រឡាញ់នាងគ្មានពីណាឲ្យតលិចទៅកើតទេគ្រាន់តែដាក់ចិត្តស្រឡាញ់គេប្រើទៅណាក៏បានដែរមែនឬមែនតែបើមិនស្រឡាញ់នាងនឹងទេនាងនឹងប្រើបានទេបានទេអត់ទេចុះបើស្រឡាញ់គេបានទេគឺកម្មណែប្រើមិនបានទេនាងប្រើបានហេតុអីបានជានាងនឹងមានឥទ្ធិពលម្ល៉េះតលិចទៅកើតថាកុំទៅអត់ទៅថាមកពីអីថាមកពីយើងត្រូវការគេអញ្ចឹងអ្វីទាំងអស់របស់ក្នុងโลกនេះទាំងអស់វាមានតម្លៃសម្រាប់តែយើងត្រូវការបើយើងមិនត្រូវការឲ្យថ្លៃទេមាសថ្លៃទេសួរមន់មើលមន់នៅមាសថ្លៃទេមន់គេថាស្រូវវិញមែនឬមែនបើកាលណាមិនឲ្យមានតម្លៃស្អីក៏អត់មានតម្លៃដែរសម័យពលពតលុយជាกระดาษមួយស្លឹកតែប៉ុណ្ណោះមែនឬមែនលុយមាសពេជ្រអត់ចេះឆ្លោះគ្នាសោះចង់យកអាលុយចាស់ទៅដាក់លុយថ្មីក៏វាមិនថាអានេះធំក្លិនស្រួលទៅវិញវាអត់ចេះថាតែមនុស្សទេឆ្លោះគ្នាដោយសារលុយបើលុយវាមានវិញ្ញាណវាសោតយើងងាប់មែនទេណាស់តលុយវាអត់ចេះសើចណាស់តមាសវាអត់ចេះសើចវាអត់ចេះដឹងថាខ្លួនវាមានតម្លៃឬអត់ទេជីវត្ថុអត់មានវិញវិញ្ញាណមនុស្សទេតែឲ្យតម្លៃវាហើយបើវាចេះដឹងវិញវាសើចខ្មាស់លុយទេខ្មាស់ទេហ្នឹងហ្នឹងខ្មាស់ត្រង់តែនិយាយបែកតិចទៅប៉ុន្តែគេថាព្រះអង្គសម្ដែងចឹងថាវាមិនអាចសម្រេចគ្រប់យ៉ាងទេអញ្ចឹងពាក្យថាមានលុយមានអ្វីៗទាំងអស់កាត់តម្លៃថយហើយលែងសូវត្រូវហើយលុយមានអ្វីទាំងអស់ណាគឺសម្រេចទិញបានតែរបស់មិនសូវល្អទេក្នុងគោលការណ៍អ្នកនិយាយតែលុយក៏គេអាចប្រើនៅក្នុងករណីល្អដែរដូចជាយកទៅជួយអ្នកដទៃយកទៅធ្វើសប្បុរសធម៌យកទៅផ្សាយអំណោយយកទៅជួយអ្នកក្រីក្រអាហ្នឹងលុយហ្នឹងបានជាប្រយោជន៍ចិញ្ចឹមកូនប្រពន្ធចិញ្ចឹមជីវិតតាមធម៌អាហ្នឹងលុយកាក់ហ្នឹងមានន័យថាជាអ្នកបម្រើដ៏ល្អក៏ប៉ុន្តែប្រសិនបើយកលុយកាក់ទៅបៀតបៀនអ្នកដទៃនឹងលុយគឺជាចវាយដ៏អាក្រក់អញ្ចឹងកុំតែមានរបស់ហ្នឹងគាត់នឹងមិនធ្វើបាបទេកុំតែមានលុយហ្នឹងគាត់នឹងអត់កើតអេតទេលុយនាំឲ្យកើតអេតច្រើនតាមដែលអាត្មាដឹងណោះបើមានលុយកើតអីទេមិនសូវកើតទេបើកើតក៏កើតតិចដែរក៏ដោយសារមានលុយហ្នឹងទៅដល់រឿងអីហើយដល់កើតអីដែរហ្នឹងហើយឥឡូវព្រះអង្គប្រាប់ថាលុយហ្នឹងមិនអាចទ្រព្យសម្បត្តិហ្នឹងមិនបាច់តែលុយទេទ្រព្យទាំងអស់មិនអាចសម្រេចប្រយោជន៍គ្រប់យ៉ាងចុះស្អីដែលនាំឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាងបានព្រះអង្គសម្ដែងថាទ្រព្យសម្បត្តិដែលគេកប់ទុកល្អហើយក្នុងប្រចេតីចេតយំហេសង្ខេវាឬក៏ក្នុងប្រសង្ឃណាចេតហំហេឬក៏នៅក្នុងបងក្នុងត្រកូលមេតរិបិតរិឬក៏ក្នុងមេដាបេតាអតិថិសវានោះគឺក្នុងពួកជនដែលជាភ្ញៀវការធ្វើសេចក្តីល្អចំពោះអ្នកទាំងអស់ហ្នឹងការតម្កល់ទុកក្នុងប្រចេតីដោយការកសាងប្រចេតីថ្វាយបង្គំប្រចេតីបម្រើមេដាបេតាបូជាចំពោះអ្នកមានសិលក្នុងព្រះសង្ឃឬក៏តកូលរៀមច្បងសេចក្តីល្អទាំងអស់បានចែករំលែកដល់អ្នកដទៃឲ្យបានសេចក្តីសុខនោះទៅជាទ្រព្យដែលកប់ទុកបានល្អអចោរហរណោនិធិជាកំណត់ទ្រព្យដែលគេលួចអត់បាន
សព្ទាំងបហាយៈកមនីយេសុអេតាំងអាកិច្ចអាទាយកេចតិទោះបីជាត្រូវលះលោកនេះទៅហើយក៏កំណត់ទ្រព្យគឺបន់ទាំងអស់នោះជាប់ទៅតាមខ្លួនបានដែរណាញាតិញោមអីហ្នឹងមិនលក់អស់ហើយហ្នឹងតាំងពីញាតិញោមកើតមកមានដែរផ្លាស់ផ្ទះទេញាតិញោមណាអត់ផ្លាស់សោះលើកដៃមើលសិតតែផ្លាស់ពេលដែលផ្លាស់ផ្ទះហ្នឹងញាតិញោមត្រូវលក់យកលុយចេញពីផ្ទះហ្នឹងមែនទេឬក៏ទុកផ្ទះហ្នឹងចោលឲ្យដើរចេញទៅខ្លួនឬក៏ទុកផ្ទះចោលឲ្យដើរចេញទៅខ្លួនហ្នឹងផ្ទះហ្នឹងនៅតែផ្ទះដីនៅជាដីមែនក៏ប៉ុន្តែដូរយកនៅរបស់អីដែលចំនួនដីហ្នឹងគឺលុយកាក់មិនបានត្រូវយកលុយកាក់ទៅថាដើម្បីកសាងផ្ទះថ្មីយល់ទេរឿងហ្នឹងញាតិញោមយល់ជាងអាត្មាបានត្រូវអាត្មាចេញពីវត្តមួយទៅវត្តមួយប៉ុន្តែមិនដែលលក់វត្តទេតែញាតិញោមបើឈប់នៅផ្ទះមួយទៅនៅផ្ទះមួយទៀតចាំបាច់ត្រូវតែដោះដូរទៅមានផ្ទះថ្មីកុំឲ្យធ្វើដូចអាត្មាមានវត្តថ្មីទៀតបើឆែកគាត់មួយមានគាត់មួយទៀតហ្នឹងហើយណែមនុស្សដែលចោះចេញទៅដោយទឹកគូច្បាស់លាស់មើលស្ថានភាពណាមើលស្ថានភាពទៅរស់នឹងកើតអត់មិនចេះតែទៅទៀតសូម្បីតែដឹងលក់ដីបានក៏ដោយក៏ត្រូវតែមើលសិនថាតើទៅនឹងយ៉ាងម៉េចទៅរស់កើតទេស្រួលរស់ទេត្រូវសម្លឹងមើលអញ្ចឹងហ៎មើលឬមើលមិនចេះតែទៅទេណាហ្នឹងត្រូវមើលពីព្រោះពេលដែលយើងចោះចេញពីផ្ទះនឹងហើយមិនមែនបានន័យថាយើងអស់ជីវិតទេយើងនៅមានជីវិតទៀតយើងនៅរស់បន្តទៅទៀតអញ្ចឹងត្រូវតែខ្វល់ខ្វាយជាមួយជីវិតនៅលើផ្ទះថ្មីនឹងផងមិនមែនទេឥឡូវនេះចិត្តដល់ដោផ្ទះហើយគិតមិនមកលក់ផ្ទះនឹងចាយឲ្យអស់ទៅថ្ងៃចុះចេញតែខ្លួនតែហ្មងទៅអញ្ចឹងហ៎អត់ទេអត្តភាពនេះដូចផ្ទះចាស់ណាផ្ទះចាស់ហើយខ្លួនញាតិញោមហ្នឹងប្រហែលឆ្នាំហើយដែលផ្លាស់គ្រឿងក្នុងប្រហែលហើយផ្ទះហ្នឹងចាស់អស់ហើយចាស់នៅចាស់ហើយផ្ទះមែនទេដោយយកនៅរបស់តូចគឺលុយកាក់អាហ្នឹងកាន់តែតូចណាយកទៅកាន់តែតូចហ្នឹងមិនអាចលើកផ្ទះទាំងមូលទៅដូចពីដើមគេផ្សាយផ្ទះពីនេះពីនោះផ្ទះសពថ្ងៃតដោត្រូវបំលែងរបស់ធំឲ្យមានតម្លៃទៅជារបស់តូចជាលុយជាមាសយកទៅនៅកញ្ចក់នេះបានណាវាស្រួលយកទៅបើវិចផ្ទះទាំងមូលមិនដឹងវិចយកទៅមិនទេមែនទេមែនណែរឿងផ្ទះធំធ្វើឲ្យនៅសល់ប៉ុណ្ណេះយកទៅប៉ុន្តែជាមួយជីវិតដែលមិនតាន់ស្លាប់តែដល់ពេលចែកខានលក់ផ្ទះចាស់នេះផ្ទះចាស់ទៅឆេះនេះផ្ទះខ្លួននោះណាខ្លួននេះឯងដូចជាផ្ទះចាស់ត្រុតត្រោមហើយបាក់ប្រុសហើយឥឡូវឡើងឈរលឺប្រុសនៅជង្គង់ណាហ្នឹងហើយដូចរត់ផ្ទះវាឡន់ប្រុសហើយចិត្តដល់ពេលផ្លាស់ផ្ទះហើយផ្នែកជាគំនោដែលយើងបែងចែកជាសន្តាននៅក្នុងតួជីវិតរបស់យើងនេះឯងដែលយើងអាចរស់នៅបានហ្នឹងមានសំណុំ5ដែលមាន5កញ្ចប់ឬក៏មាន5កញ្ជើនេះឯងនៅក្នុងជីវិតយើងម្នាក់មានរូបខណ្ឌហ្នឹងគឺសំដៅដល់រូបទាំងអស់តាំងពីលើដល់ក្រោមឬក៏ក្រៅពីសំណុំរូបយើងហ្នឹងជារូបខាងក្រៅប៉ុន្តែវាជាអារម្មណ៍នៃវិថីចិត្តដែរដូចជាវណ្ណៈរូបវានៅខាងក្រៅមែនប៉ុន្តែវារាប់មកនៅក្នុងរូប28ហ្នឹងដែរតែបើវាមិនជាអារម្មណ៍នៃវិថីចិត្តទេដុំថ្មដែលនៅណាឆ្ងាយអញ្ចឹងទៅមិនចាត់ជាខណ្ឌទេណាហើយអាហ្នឹងរូបធាតុទាំងអស់ហ្នឹងនៅក្នុងរាងកាយយើងហ្នឹងជារូបខណ្ឌហើយនិយាយដោយសរុបមកគឺដីទឹកភ្លើងខ្យល់អាកាសធាតុផងរួមបញ្ចូលផងមានទាំងអស់ហ្នឹងឯងហើយលើសពីដីទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងវាមានកម្មចរូបផ្សេងទៀតបាទ
ប៉ុន្តែគណៈយល់ថាសំណុំនៃរូបរាងកាយរបស់យើងដែលជាធាតុមិនដឹងហ្នឹងជាធាតុដែលកើតឡើងសម្រាប់តែបែកធ្លាយទៅវិញហ្នឹងហៅថារូបខណ្ឌហើយដល់ទៅទី2ហៅថាវេទនាខណ្ឌវេទនាខណ្ឌគឺការសោយអារម្មណ៍មួយខ្ញាក់ជាសុខជាទុក្ខអីហ្នឹងហៅថាវេទនាហ្នឹងមិនមែនប្រែថាលំបាកមិនមែនប្រែថាយ៉ាប់នោះទេប៉ុន្តែសពថ្ងៃយើងយកមកប្រើពាក្យថាវេទនាហ្នឹងគឺសំដៅទៅរឿងលំបាកវេទនានិយាយសរុបទៅមាន3មានសុខវេទនាទុក្ខវេទនានិងអទុក្ខមសុខវេទនាប៉ុន្តែបើយើងនិយាយតាមការសោយអារម្មណ៍ច្រើនគឺមាន5មានសុខវេទនាគឺភាពជាសុខតាមផ្លូវកាយទុក្ខវេទនាជាទុក្ខតាមផ្លូវកាយជាឈឺកាត់ក្តៅតិចអីហ្នឹងហើយដល់3ទៀតតាមផ្លូវចិត្តសុទ្ធជាសោមនស្សសវេទនាជាពេលរីករាយសប្បាយចិត្តអីហ្នឹងហើយទោមនស្សពេលថ្នាក់ទៅចិត្តខាងក្រោតអីហ្នឹងជើងអៀតចង្អល់ហ្នឹងហើយនឹងឧបេក្ខាគឺបង្ើយសាមញ្ញធម្មតានឹងវេទនាទាំងអស់ហ្នឹងសរុបមកជាមកកញ្ចប់ទៀតហៅថាវេទនាខណ្ឌណាដល់សញ្ញាខណ្ឌការចងចាំសពគ្រប់បែបយ៉ាងចាំថារឿងនេះរឿងនោះនោះសម្គាល់យើងសម្គាល់ការចងចាំអីសពគ្រប់ហ្នឹងជាសញ្ញាខណ្ឌហើយខឹងស្អប់ស្រឡាញ់សពគ្រប់ឆ្លាតល្ងងអីសពគ្រប់នោះដែលជាពួកចិត្តសឹកតាក់តែងចិត្តឲ្យទៅយ៉ាងនេះយ៉ាងនោះហ្នឹងហៅថាសង្ខារខណ្ឌមានចិត្តសឹក50ហ្នឹងហើយដល់ចិត្តទាំងអស់ជាវិញ្ញាណខណ្ឌទាំង89ដួងឬក៏121ហ្នឹងជាវិញ្ញាណខណ្ឌឥឡូវចូលមកសំណួរវិញថាតើភាពញៀននេះវានៅក្នុងខណ្ឌណាមួយបើយើងចែកអំពីលក្ខណៈតិចតុកៈនៃធម្មធាតុនីមួយយើងឃើញថាធម្មធាតុមួយដែលវាមានការស្អិតជាមួយនឹងអារម្មណ៍មានតែមួយឯងហ្នឹងដោយចំពោះមានតែមួយគឺលោភៈហ្នឹងមានលក្ខណៈអារម្មណៈណាអារម្មណៈគហណៈលក្ខណៈវាមានការចាប់យកនៅអារម្មណ៍វាចាប់យកទទួលរហូតលោភៈហ្នឹងហើយកិច្ចរបស់វាគឺអភិសង្ករៈសង្ឃគឺវាជាប់ស្អិតនឹងរបស់នេះរបស់នោះអាហ្នឹងជាភាពញៀនអញ្ចឹងពាក្យថាញៀនហ្នឹងគឺវាមិនសំដៅទៅលើថ្នាំញៀនទេបើយើងសិក្សាពីលក្ខណៈរបស់ពាក្យហ្នឹងគឺថាវាស្អិតទៅនឹងរបស់អីមួយវិញ្ញាណវិញ្ញាណផឹកស្រាផឹកអីក៏ដោយវិញ្ញាណវិញ្ញាណទៅគឺជាលោភៈហ្នឹងឯងហ្នឹងហើយប៉ុន្តែបើមានសំណួរសួរថាចុះថ្នាំញៀនខ្លះយើងមានទៅចង់អីគឺចាក់ថ្នាំបញ្ចូលមកដល់ហើយទៅវាត្រូវការអីចេះចុះអាហ្នឹងយើងត្រូវនិយាយពីពេលដែលវាមិនចូលគ្នាហើយវាត្រូវធ្វើការជាមួយគ្នាខណ្ឌ1អាស្រ័យខណ្ឌ4ខណ្ឌ4ក៏អាស្រ័យខណ្ឌ1ដែរអាស្រ័យគ្នាទៅវិញទៅមកចិត្តប្រៀបដូចជាម្ចាស់ផ្ទះរូបកាយដូចជាផ្ទះដូច្នោះដែរបើសិនបើភ្លើងឆេះផ្ទះក្តៅហើយម្ចាស់ផ្ទះដែលនៅក្នុងហ្នឹងក៏មិនអាចដេកសុខដែរត្រូវតែក្តៅរលដូចគ្នាអញ្ចឹងថ្នាំហ្នឹងវាចូលមកក្នុងសារពាង្គកាយមែនប៉ុន្តែដោយសារនេះវាមានអាកាយប្រសាទនេះកាយប្រសាទហ្នឹងវាផ្ដល់តំណែងទៅដល់មនោវិញ្ញាណអញ្ចឹងទៅវាធ្វើឲ្យដឹងរឿងសពគ្រប់ដូចឃ្លានអញ្ចឹងដូចយើងឃ្លានបាយអញ្ចឹងបើយើងគិតទៅបើមនុស្សអត់កាពះអត់ឃ្លានទេយើងគិតថាកាពះហ្នឹងជាអ្នកឃ្លានប៉ុន្តែអត់ទេនៅលើពួកនេះមកធัวដដែលនៅក្នុងអត្ថកថាលោកពយល់អញ្ចេះមានយៈមួយហ្នឹងវានៅគ្រប់គ្រងនឹងដើមឈើធំមួយវាមានព្រំដែនសីមាវាអត់អាចដើរទៅណាបានទេណាចូលទៅដែនដីវាបានវាចាប់ស៊ីបានវាអត់ដើរចេញពីហ្នឹងដើរចេញពីហ្នឹងខុសច្បាប់ទេវតាតែឧទាហរណ៍ទេណាពេលមួយមានមនុស្សម្នាក់ដើរវង្វេងចូលទៅក្នុងព្រៃទៅយៈហ្នឹងចាប់បានប៉ុន្តែមិនស៊ីទេទុកធ្វើជាធ្នាក់ហើយអញ្ចឹងទៅបងប្អូនសាច់ញាតិហ្នឹងទៅស្វែងរកសាច់ញាតិដែលបាត់ហ្នឹងយៈហ្នឹងដឹងថាមានញាតិមករកហើយក៏ចាប់មនុស្សធ្នាក់ហ្នឹងមកកកេក្បាលមកកកេក្បាលតលតែកកេក្បាលទៅមនុស្សធ្នាក់ហ្នឹងក៏ស្រែកឲ្យជួយផងអញ្ចឹងមនុស្សដែលនាំគ្នាចូលទៅរកហ្នឹងក៏រត់ចូលទៅជួយដល់រត់ចូលទៅជួយវានៅក្នុងដែនដីរបស់យៈហ្នឹងក៏ចាប់ស៊ីមនុស្សដែលរត់ចូលទៅហ្នឹងទុកមនុស្សធ្នាក់ហ្នឹងដដែលទុកដល់ពេលណាឃ្លានខំទៀតកញ្ញៃក្បាលទៀត
នឹងលោកឧទាហរណ៍សាច់កាពះយើងហ្នឹងថាសាច់កាពះយើងដូចក្បាលរបស់មនុស្សធ្នាក់អញ្ចឹងនៅពេលដែលវាអស់ជាតិអាហារទៅជាតិអាស៊ីតហ្នឹងវាដុតកាពះហើយក្នុងធម៌ហៅថាតេជោធាតុជាបាចកៈតេជោហ្នឹងផុសពីបាតមកវាកម្ដៅសាច់កាពះហ្នឹងអញ្ចឹងអាទុក្ខវេទនានេះជាវេទនាគេនេះគឺផ្លូវនាមធម៌ទេទុក្ខវេទនាវាផ្ដល់ទិន្នន័យទៅខួរក្បាលទៅស្អីចឹងទៅយើងដឹងថាឃ្លានហ្នឹងហើយប៉ុន្តែបើមនុស្សកាត់កាពះចេញអត់មានអារម្មណ៍ឃ្លានទេអាត្មាធ្លាប់ទៅថៃជួបអ្នកមហារិកកាពះដល់ចឹងទៅវាអត់មាននៅសល់កាពះគេកាត់កាពះចេញហើយគេជាបញ្ចូលអាហារតាមនឹងតិចរហូតទៅប៉ុន្តែសួរថាមនុស្សនឹងឃ្លានទេថតឃ្លានអស់កាពះហើយដល់យើងនិយាយចឹងទៅហាក់ដូចជាកាពះហ្នឹងជាធម្មជាតិដឹងឃ្លានប៉ុន្តែពិតវាគ្រាន់តែផ្ដល់ព័ត៌មានទេដឹងថាឃ្លានដឹងថាហេវថាវាត្រូវការគឺផ្លូវចិត្តដដែលអញ្ចឹងថ្មឆ្លើយថានៅក្នុងខណ្ឌទាំង5ធម្មជាតិដែលញៀនញ៉ាមហ្នឹងគឺដោយចំពោះមានតែខណ្ឌមួយទេគឺសង្ខារខណ្ឌលោភៈហ្នឹងនៅក្នុងសង្ខារខណ្ឌប៉ុន្តែពេលដែលវាកើតឡើងវាត្រូវសម្ព័ន្ធគ្នាទល់តែតាមរយៈការសោយអារម្មណ៍តាមវេទនាតាមអីតាមរយៈកាយអីហ្នឹងផងបានវាធ្វើការកើតព្រោះវាមិនដែលកើតតែឯងទេប៉ុន្តែដល់ចំពោះតែម្ដងគឺលក្ខណៈដែលជាប់ស្អិតដែលញៀនញ៉ាមគ្រប់រឿងហ្នឹងគឺលោភៈតណ្ហាឬក៏លោភៈហ្នឹងឯងអង្គធម៌គឺលោភៈចេតសិកនឹងចឹងសំណួរហ្នឹងគឺថាប៉ុណ្ណឹងទៅឈុនខេតគណៈសូមសួរថានៅថៃរស់នៅថៃសួរថាតើការចម្រើនឈានកំចាត់អ្វីខ្លះលះអស់អ្វីខ្លះឈានមាន2យ៉ាងទៀតជាអារម្មណោបនិច្ឆានហើយនិងលក្ខណោបនិច្ឆានអារម្មណោបនិច្ឆានហ្នឹងទិសដៅដើម្បីការរងាប់នៅបរិយុទ្ធានកិលេសទៅនិយាយតែសមាធិអត់និយាយរឿងមិច្ឆាទិដ្ឋិរឿងមិច្ឆាសមាធិហ្នឹងខ្ញុំណាអត់និយាយអាត្មាអត់និយាយតែផ្លូវត្រូវអារម្មណោបនិច្ឆានគឺឈានដែលកើតឡើងព្រោះកសិនការសម្លឹងកសិនប្រព្រឹត្តទៅដើម្បីស្ងប់រងាប់នៅបរិយុទ្ធានកិលេសដោយវឹកខំបណៈបហានវឹកខំបណៈបហានហ្នឹងគឺការសង្កត់កិលេសដោយអំណាចឈានមិនអត់មានដាច់កិលេសណាមួយទេទោះបីជាបានឈាននឹងបានដល់ទៅសមាបត្តិជាឈានសមាបត្តិចិត្តស្អាតបរិសុទ្ធប្រើរឹតហោះហើរបានអីក៏ដោយវាគ្រាន់តែជាការរងាប់កិលេសលោកឧបមាដូចជាយកថ្មធំទៅសកត់ស្មៅអញ្ចឹងប៉ុន្តែស្មៅវាដោះលៀនចេញមកអត់បានទេប៉ុន្តែរឹសវាអត់ដាច់អញ្ចឹងបានព្រះបរមពុរិស័ទជាតិមុនលោកបានឈានហ្នឹងជាអារម្មណោបនិច្ឆានហ្នឹងកំចាត់នៅធัว5ដោយបុគ្គមបណ្ណៈហ្នឹងមានកាមច្ឆន្ទៈការត្រេកអរក្នុងកាមអីហ្នឹងព្យាបាទៈការព្យាបាទបៀតបៀនអ្នកដទៃថៃនមិទ្ធៈការងោកងក់អីហ្នឹងឧទ្ធចៈកុកចៈការដែលក្តៅក្រហាយហើយរវើរវាយអីហ្នឹងនិយាយរួមទៅវាបានចិត្តស្ងប់ជាអបណាសមាធិមិនញាប់ញ័រដោយកាមអារម្មណ៍ផ្សេងៗនៅពេលដែលឈានហ្នឹងកើតឡើងប៉ុន្តែឈានហ្នឹងងាយវិនិច្ឆ័យណាងាយវិនិច្ឆ័យណាដូចជាថ្មដែលសកត់ស្មៅហ្នឹងអញ្ចឹងបើលោតែមានគេប្រមៀលចេញមកស្មៅហ្នឹងវាដោះឡើងវិញទូយ៉ាងដូចព្រះបរមពុរិស័ទអញ្ចឹងបានឈានរហូតដល់តែចិត្តហ្នឹងវាស្អាតបរិសុទ្ធហ្នឹងអាចប្រើឈានជាបាតហ្នឹងហោះកើតទៅទៀតក៏គង់តែមានពេលវក់ដោយសារកាមគុណដែរប៉ុន្តែបើគណៈពេលឈានហ្នឹងកើតចិត្តហ្នឹងស្អាតហ្មងស្អាតបរិសុទ្ធស្អាតប៉ុន្តែងាយនឹងវិនិច្ឆ័យដោយការប៉ះរូបសម្លេងក្លិនរូបផតថពៈពេលដែលលោកខ្វះស្មារតីអាហ្នឹងហៅថាអារម្មណោបនិច្ឆានដូចជារឿងនាងមុទុលក្ខណៈអីចឹងកាលនោះព្រះបរមពុរិស័ទលោកមានឈានស្ងប់រងាប់គេហៅថាអេសីលោកបានឈានហើយជាទីគោរពបូជារបស់ព្រះរាជាដំណើរទៅមកលោកទៅតាមអាកាសនិយាយរឿងមើលឲ្យស្ដាប់ចាណាមើលតើកិលេសហ្នឹងវាខ្លាំងប៉ុណ្ណា
មានពេលមួយហ្នឹងលោកមកតាមអាកាសហើយលោកស្លៀកសម្ពុតស្លឹកឈើវាបក់តាមខ្យល់លឺភ្លិបផ្លាប់ហើយនាងមុទុលក្ខណាជាស្ត្រីជាទីពេញប្រតិរបស់ព្រះរាជាជាមហេសីហ្នឹងស្អាតដូចថាសម្រាប់នៅលើប្រាសាទហ្នឹងស្លៀកពាក់សម្លៀកបំពាក់នៅក្នុងដល់ពេលឮថាអុញលោកម្ចាស់មកដល់ស្ទុះទៅវាលបោតសម្លៀកបំពាក់ហ្នឹងព្រោះនិយាយមានបិទលើបិទអីគឺរុំដោយតាអាត្មាដែរហ្នឹងដូចចឹងលោកឃើញហោះលេងរួចត្មងមានន័យថាវិឈាននឹងវិនិច្ឆ័យងាយមែនទែនឈានដែលបានដោយការចម្រើនអារម្មណ៍ហ្នឹងដោយកសិនផ្សេងមានបតវ័យកសិននីលកសិនអីហ្នឹងដែលព្រះយោគីបច្ចោលោកតែងតែប្រព្រឹត្តដើម្បីស្ងប់រងាប់ចិត្តហ្នឹងអត់ដាច់ឬគល់កិលេសឲ្យតែប៉ះវាដោះមកវិញអាហ្នឹងពពោធិសត្វផងអញ្ចឹងបានកន្លែងខ្លះយើងមិនទៅនិយាយគ្រប់គ្រងមនុស្សអីទេបានគាត់ថាមានពេលខ្លះព្រះអង្គមិនបន្ទោសព្រោះមានរឿងហ្នឹងព្រះអង្គប្រពៃខកមួយអង្គដែលស្រឡាញ់គេហើយព្រះអង្គលួងរបៀបលួងមិនស្ដីបន្ទោសទេប៉ុន្តែលួងហើយមិនមែនឲ្យគ្រប់គ្រងថាឲ្យធ្វើអញ្ចឹងទៀតទេឲ្យលោកឃើញថាកិលេសហ្នឹងវាខ្លាំងណាស់មិនមែនថាព្រះអង្គអត់ស្ដីបន្ទោសហើយព្រះអង្គគ្រប់គ្រងឲ្យធ្វើអញ្ចឹងទៀត no not like that ជាងស្ដាប់ព្រះអង្គហ្នឹងស្ដាប់ឲ្យចប់ព្រោះព្រះអង្គមានទេពកុសលមានបែបគរុកុសលរឿងខ្លះព្រះអង្គអត់ស្ដីរឿងខ្លះព្រះអង្គស្ដីតែមករឿងខ្លះព្រះអង្គអត់ស្ដីស្រឡាញ់គេអញ្ចឹងទៅបានព្រះអង្គថាពួកភិក្ខុទាំងឡាយតែដៀលភិក្ខុនោះហើយបានព្រះអង្គថាមនាលភិក្ខុទៅនិយាយអីភិក្ខុឯងហ្នឹងមានបុណ្យប្រមាណអំបាលមហាបរោះហ្នឹងក៏គង់តែចាញ់ដៃកិលេសហ្នឹងដែរបានព្រះអង្គលើករឿងហ្នឹងប៉ុន្តែយើងត្រូវមើលវាព្រះអង្គមិនមែនគ្រប់គ្រងភិក្ខុហ្នឹងឲ្យលងវែងតទៅទៀតទេគឺសំដែងរហូតឲ្យលោកស្លុតថាកិលេសហ្នឹងគឺជារឿងមិនត្រូវមើលងាយវាទេត្រូវតែវឹកហាត់ចិត្តហ្នឹងខ្លាំងណាស់បើមិនអញ្ចឹងទៅចាញ់ដៃវាទៀតចុងក្រោយគឺអញ្ចឹងមិនមែនថាកុំទៅបន្ទោសលោកឲ្យលោកស្រឡាញ់អីស្រឡាញ់ទៅអីហ្នឹងមិនមែនទេលោកងប់ងល់អីក៏ងប់ទៅមិនមែនបានតែអញ្ចឹងទេយើងមើលបំណងរបស់ព្រះអង្គវាជារបៀបនៃគរុកុសលតទៅព្រះអង្គសម្ដែងរឿងនឹងចប់ភិក្ខុនឹងសង្វេគទៅអូកិលេសនេះសំបីតែព្រះអង្គមានបារមីច្រើននៅតែមានពេលផ្្លាត់ចុះតម្រុំតែអាត្មាអញនេះបុណ្យមិនដឹងនៅឯណីបើមិនប្រឹងព្យាយាមទេរឿងអីដែលថាមិនចាញ់ដៃកិលេសនោះលោកក៏មានស្មារតីឡើងវិញវិធីសាស្ត្រហ្នឹងចឹងមិនព្រះអង្គបន្ទោសឯងព្រះអង្គលើករឿងហ្នឹងថាទៅរាប់អីភិក្ខុឯងបុណ្យប្រមាណដែលគិតថាមិនចង់ឲ្យចាញ់ដៃសោះនោះសំបីតែថាគត់ការនៅជាមហាបរោះក៏គង់តែចាញ់ដៃកិលេសហ្នឹងឃើញទេដល់ឃើញរូបហើយខំលះបង់សម្បត្តិសពបែបយ៉ាងទៅបួសហ្នឹងអត់មានប្រាថ្នាអីទេនៅក្នុងខ្ទមកាចាស់នៅព្រៃមកវាំងហ្នឹងមកទទួលចហានអីទៅវិញទេហើយស្លៀកមិនទាំងបានសម្លៀកបំពាក់អីស្អាតស្លៀកតែស្លឹកឈើទេលះបង់មែនតើហ្មងហ្នឹងអតីតកាលរបស់ព្រះអង្គអញ្ចឹងនិយាយរឿងហ្នឹងតិចដល់ពេលបាយលេងចូលស្រឡាញ់ប្រពន្ធស្ដេចប៉ុន្តែស្ដេចហ្នឹងក៏ប្រតិល្អដែរព្រោះធ្លាប់សាងបារមីមកជាមួយគ្នាស្ដេចហ្នឹងមិនគឺនរណាទេគឺអតីតជាតិរបស់ព្រះអនន្តដែលធ្លាប់តែត្រូវរូវជាមួយព្រះអង្គហ្នឹងតាំងពីដើមមកក៏លោតទៅស្រឡាញ់ខុសប្រពន្ធស្ដេចហ្នឹងចប់ហើយប្រពន្ធគេអស់គ្នាអីហ្នឹងស្រាប់ហើយលោកហ្នឹងយ៉ាប់មកប៉ុន្តែស្ដេចហ្នឹងលោកដឹងថាលោកម្ចាស់នៅតែជាមនុស្សល្អព្រោះលោកត្រង់ស្ដេចហ្នឹងសួរហ្មងលោកម្ចាស់ហើយចុះលោកម្ចាស់ថៃសពដងមកតាមអាកាសមកលើកនេះលហេមលហាមដើរមកអញ្ចឹងហើយទឹកមុខមិនស្រស់បោះបាយក៏មិនឆាន់អីហ្នឹងវាមិនទាំងបាក់ចិត្តប្រាប់ចឹងបាក់ចិត្តរឿងអីបាទនិយាយទេឥឡូវចង់បានអីតែប្រាប់មកតែចង់បានអីក៏កណាឲ្យចង់បានមែនហ្នឹងថាចង់បានអីចង់បានប៉ុន្តែពិបាកនិយាយសួរតែចង់បានអីប្រាប់ថងមកមិនអីទេរឿងដែលពិបាកនិយាយដោយសារចង់បានមហេសីព្រះអង្គហ្នឹងហើយស្ដេចនឹងងប់រឿងប៉ុណ្ណឹងសោះមិននិយាយតាំងពីយូរខំធ្វើពិបាកចឹងតើមិនអីចាំកណាឲ្យប៉ុន្តែព្រះរាជានឹងមានឧបាយជាមួយនឹងមហេសីនឹងស្រេចឲ្យថាខ្លួនឯងធ្វើម៉េចទៅជួយលោកម្ចាស់ឲ្យមានស្មារតីឡើងវិញព្រោះលោកម្ចាស់យ៉ាងណាក៏លោកជាមនុស្សស្មោះត្រង់ដែរលោកមានចិត្តមិនលោកនិយាយចឹងលោកនៅតែជាមនុស្សល្អប៉ុន្តែសុំប្រពន្ធឲ្យមិនឲ្យតែប្រពន្ធហ្នឹងណាអត់មានឲ្យទ្រព្យអីហើយដល់ដើរបន្តិចទៅប្រពន្ធហ្នឹងសួរមហេសីសួរថាចុះលោកនាំខ្ញុំទៅណាអត់មានកន្លែងនៅធ្វើម៉េចព្រះរាជាក៏ត្រាស់បង្គាប់ឲ្យគេឲ្យផ្ទះកាចាស់មួយឆ្ងាយពីវាំងដែរផ្ទះហ្នឹងផ្ទះអត់ចិត្តទេធ្លុះធ្លាយអីចឹងទៅមានរបស់ប្រើប្រាស់ផ្ទះដែលគេបោះចោលដល់ពេលនាំទៅផ្ទះហ្នឹងចឹងទៅវាខ្វះនេះមុទុលក្ខណៈនេះជាប្រើឲ្យទៅរស់នេះទៀតឲ្យទៅរស់នោះទៀតលហាមខ្វះខេឲ្យទៅរស់ខេទៅសុំព្រះរាជារហូតមិនដឹងទៅរស់ណាវាបាត់ដៃទៅទេ
ខ្វះក្រេទៅសុំរាជាមកខ្វះពីងទឹកខ្វះកទេលខ្វះនេះខ្វះនោះនាងនឹងប្រើមួយថ្ងៃហ្នឹងគឺថាដើរទៅវាំងមកផ្ទះមកវាំងមកផ្ទះលហេមឡាមែនទេព្រះបរមពុទ្ធសាសយើងហ្នឹងដល់ពេលរៀបចំគ្រប់អស់ហើយសេចក្តីស្រឡាញ់ហ្នឹងក៏ដូចវាមិនខ្លាំងអីតទៀតវាហត់ពេកវាហត់ពេកលហេមឡាមអស់មួយថ្ងៃហើយដល់អញ្ចឹងអង្គុយលើក្រេគិតថាបានស្និទ្ធស្នាលគ្នាបន្តិចណានាងមកទុលក្ខណៈអង្គុយទល់មុខគ្នាអញ្ចឹងហើយយកក្បាលទល់ក្បាលព្រះបរមពុទ្ធសាសឲ្យចាប់រុនលោកម្ចាស់ឯណាទៅភាពល្អរបស់លោកម្ចាស់ហ្នឹងទៅណាបាត់អស់ទៅដែលពីមុនដែលខ្ញុំកណាធ្លាប់ស្វែងអង្គមដែលកណាធ្លាប់បូជាហ្នឹងទៅណាអស់ទៅហើយមិនក៏លោកម្ចាស់មកលហេមឡាមដោយសាររឿងហ្នឹងប្រាប់តែប៉ុណ្្នឹងព្រះអង្គមានស្មារតីឡើងវិញថាអូអាត្មាអញហើយលះបង់ប្រាសាទលះបង់វិមានពួកលោកជាកូនអ្នកមានហ្នឹងមិនក្រណាកូនសិទ្ធិហើយមកលហេមលហាមដោយសារតែអារម្មណ៍នេះវាមកគ្រប់សង្កត់ចិត្តមកផ្លេតនឹងឯងភ្ងាចេះហ្មងដល់ភ្ងាចេះអញ្ចឹងទៅលោកអត់មានអារម្មណ៍អីគិតថាចង់បាននាងនឹងតទៅទៀតយកនាងនឹងទៅថ្វាយព្រះរាជាវិញប្រាប់ថាអាត្មាថ្វាយព្រះអង្គវិញចោះមហេសីរបស់ព្រះអង្គជានារីល្អនាងនៅតែជានារីល្អនៅមានសេចក្តីបរិសុទ្ធដដែលអាត្មាអត់មានប៉ះពាល់អីទេព្រះរាជាក៏នៅតែថ្វាយបង្គំតាបោះនឹងលោកម្ចាស់ខ្ញុំនៅតែជឿជាក់ក្នុងចិត្តថាលោកម្ចាស់ជាមនុស្សល្អណាច្បាស់ក្នុងចិត្តណាស់ថាលោកម្ចាស់ជាមនុស្សល្អបើសិនជាលោកម្ចាស់ប្រឹងប្រែងចម្រើនចិត្តឡើងវិញលោកម្ចាស់ពិតជាបានសម្រេចដូចមុនអញ្ចឹងលើកទឹកចិត្តទៀតឃើញទេហ្នឹងហើយជួនកាលមនុស្សយើងវាត្រូវការអញ្ចឹងដែរនេះថ្មមិនទៅនិយាយគ្រប់គ្រងមនុស្សខូចទេប៉ុន្តែមនុស្សដែលមានស្មារតីអញ្ចឹងយើងគួរបើកឱកាសឲ្យហើយយើងលើលឿនតែបោះណាទៅចង់បានប្រពន្ធស្ដេចមិនដឹងរឿងអីខ្លះណាដល់តែបានព្រះរាជារំលឹកចឹងទៅលោកក៏ចម្រើនឈាននឹងឡើងវិញពីព្រោះវគ្គសីការស្ទាត់នៅក្នុងជំនាញឈានហ្នឹងវាមានស្រាប់ប៉ុន្តែឈានហ្នឹងជាអារម្មណោបនិឈានដែលកណ្ណាសួរមិញហ្នឹងអារម្មណោបនិឈានចម្រើនតែមួយផ្លេតសម្រាប់វិញមកគ្រប់យ៉ាងវិញអញ្ចឹងចិត្តនឹងស្ងប់វិញទៅក៏ចម្រើនពោលាព្រះរាជាថាសូមលោកម្ចាស់និមន្តមកទទួលចង្ហាន់ដូចសោះដងចឹងចោះលោកម្ចាស់នៅតែជាទីសក្ការៈរបស់ខ្ញុំកណាជាគ្រូរបស់ខ្ញុំកណាបានតែបោះនឹងថាបបិទ្ធមហារាជរឿងរញ៉េរញ៉ៃប្រហែលថ្ងៃនេះពីព្រោះតែការចូលមកស្រុកញឹកញាប់ពេកនឹងឯងបានជាធ្វើឲ្យអាត្មាវង្វេងណាស់ហើយអាត្មាមិនបានមកទៀតទេនឹងរស់តាមសមាអាជីវៈចោះលោកឆាន់ផ្លែឈើផ្លែព្រៃនៅក្នុងព្រៃហ្នឹងទៅអញ្ចឹងបានតែឆ្លៀតក្នុងឱកាសនេះដែរខ្ញុំកណាក៏មានធម្មកថាខ្លះសម្រាប់សាមណមិត្តរបស់យើងដែរថាយើងរាល់ថ្ងៃមានរឿងនិយាយញ៉ៃច្រើនណាស់ទេណាខ្ញុំកណាក៏មិនដឹងថាការពារយ៉ាងម៉េចដែរសំខាន់គឺការប្រយ័ត្ននឹងឯងបើមិនប្រយ័ត្នទេពិបាកប្រយ័ត្នខ្លះកុំសូវតាក់ទងកុហកពេកទេរឿងកុហកហ្នឹងគឺរឿងញ៉ៃដែរឬខ្ញុំកណាអាត្មាសំដែងធម៌តែសំដែងអញ្ចឹងឯងប៉ុន្តែបើឲ្យទៅផ្ទះគេរញ៉េរញ៉ៃអីញឹកញ៉ុកខលទូរស័ព្ទអីញ៉ៃញ៉ៃច្រើនគឺมันទម្លាប់ធ្វើអញ្ចឹងឯងមានសម្រាប់ញាតិញោមធ្វើការជាមួយគ្នាខ្លះដែលតាក់ទងគ្នាប៉ុន្តែឲ្យរញ៉េរញ៉ៃគ្រប់តែកន្លែងទេចុះទេឡើងសពកន្លែងហ្នឹងគឺអាហ្នឹងគឺជាតំបន់គ្រោះថ្នាក់ធ្វើឲ្យចិត្តយើងវាអត់ស្ងប់ហើយម្យ៉ាងទៀតក៏ហោះតែមកច្រើនអត់មានរឿងស្ងប់អីយើងទេរត់តែរឿងអំពលមកឲ្យយើងបើមិននិយាយពីនេះនិយាយពីនោះនិយាយដើមគេចុះឡើងយើងមានបានស្ងប់អីពីរឿងអញ្ចឹងជាងការមិនបានលើថាជាការសន្តានាធម្មសាកឆាយបើដូចនៅទីនេះអីដូចសប្បាយចិត្តដែរញាតិញោមជើញមកអីគាត់ត្រៀមសំណួរមកសន្តានាសាកសួរអញ្ចឹងមិនបាននិយាយពីអីញ៉ៃច្រើនមានតែការប្រយ័ត្នមានតែការថែទួនខ្លួនឯងទេតែអាចរស់នៅដោយល្អហើយយើងក៏មិនចាំបាច់ទៅបន្ទោសគេតែគេជេរបចោយើងអីសពគ្រប់អញ្ចឹងវាអាស្រ័យលើយើងដែរទាំងអស់គ្នានឹងរឿងកំភៃរឿងគេជេរហ្នឹងភ័យរឿងថាយើងធ្វើម៉េចសម្រាប់សហគមន៍របស់យើងតម្រង់គ្នាយើងឲ្យបានល្អយ៉ាងម៉េចពីព្រោះបញ្ហាដែលកើតឡើងសិក្ខាបទដែលច្រើនក៏វាកើតព្រោះតែគេជេរនឹងឯងសម័យពុទ្ធមើលតែគេជេរអីវាមិនតំណងយើងឈប់ធ្វើហ្នឹងទៅវាមិនចាំបាច់ទៅជេរគេវិញអីពុទ្ធព្រះអង្គដែលចង់ឈ្នះនរណាទៅជេរគេវិញផងមើលបីដកទៅដឹងហើយតែគ្រប់អង្គសិក្ខាបទទាំងអស់ហ្នឹងធ្វើអីមិនសមចឹងទៅគេជេរទៅបើគេជេរយើងគិតទៅបើវាមិនល្អមែនវាមិនចម្រើនទេយើងឈប់ទៅមានស្អីតែថាបើគេជេរមិនត្រូវទេអាហ្នឹងក៏នៅស្ងៀមទៅដូចជារឿងខ្លះគេជេរអត់ត្រូវទេជេរព្រះអង្គ
ដូចគេជេរតេះដៀលថាព្រះអង្គនឹងដឹកនាំសាសនាអីដឹកនាំឲ្យដាច់ពូជទៅយកប្រុសទៅបួសគេជេរគេអីចឹងណាវិខមរីកាទៅព្រះអង្គទៅស្ងៀមទៅវាអត់ប្រយោជន៍អីទេព្រោះវាមិនមែនជាការពិតយូរទៅគេហត់ឈប់ជេរប៉ុន្តែយើងចេះបន្តឲ្យគេជេរនៅសារយើងចេះថែមលបោយលបេះលបោះជាងការណាចិត្តយើងវាមិនស្ងប់ចេះថែមលបោយឲ្យគេទៅវាចេះតែសប្បាយចិត្តជេរតទៅទៀតតានិយាយរួមគឺ calm down ចិត្តរបស់យើងចង់ធ្វើឲ្យពុទ្ធបរិស័ទយើងរស់នៅបានសេចក្តីសុខហើយកុំភ័យអីកុំភ័យទៅអូខ្លាចពុទ្ធសាសនានឹងវាបាត់ខ្លាចអីខ្ញុំកណាអាត្មាដូចជាមិនភ័យអីទេអត់ភ័យហងញាតិញោមមកចេះនិយាយដែរថាអូគេចង់បំផ្លាញពុទ្ធសាសនាចេះថាអត់ភ័យទេអ្វីដែលខ្វល់ហ្នឹងគឺខ្វល់ត្រង់ថាយើងបានយល់ដឹងអំពីមេគាដែលព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងមកហើយយើងបានបដិបត្តិតាមប៉ុណ្ណាអាហ្នឹងដែលជាខ្វល់ហ្នឹងដែលនាំគ្នាបង្កើតនេះបង្កើតនោះជាកន្លែងសិក្សាជាសមាគមអីហ្នឹងគឺខ្វល់តែរឿងរៀនទេខ្វល់តែរឿងរៀនរឿងស្វែងយល់ពីអាវាតរបស់ព្រះអង្គហើយយើងនាំគ្នាធ្វើទៅហើយយើងយកធម៌ហ្នឹងយកទៅធ្វើយ៉ាងម៉េចយកទៅផ្សាយផ្សំយ៉ាងម៉េចដើម្បីឲ្យសង្គមយើងហ្នឹងបានទទួលនៅសេចក្តីសុខអំពីធម៌ដែលព្រះអង្គសម្ដែងហ្នឹង